ថ្ងៃខ្ញុំបានឃើញហើយបងប្អូនប្រិយមិត្តទាំងអស់គ្នាក៏បានឃើញដែរគឺសាមឌីជាយុវជនឈាមថ្មីមួយរូបនៅក្នុងចំណោមថ្នាក់ដឹកនាំនៃគណៈបកចលនាគណៈបកប្រឆាំងនៅឯក្រៅប្រទេសហើយក៏បច្ចុប្បន្ននេះក៏មានតួនាទីដែរនៅក្នុងរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23គឺជាប្រមុខដឹកនាំស្ថាប័នប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ហ្នឹងហើយសាមឌីយើងមានរឿងសំខាន់មួយដែលយើងចង់ជជែកគ្នាគឺពាក់ព័ន្ធទៅនឹងរឿង scam online ក៏ប៉ុន្តែយើងមានដំណឹងមួយកាលពីព្រឹកមិញនេះដែលដំណឹងហ្នឹងនាំទៅដល់ការភ្ញាក់ផ្អើលដែរនៅក្នុងចំណោមប្រជាពលរដ្ឋខ្មែរគឺដំណឹងស្ដីពីការដែលខាងគណៈកម្មការរបស់គេហៅថារដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នឹងបានកោះហៅខាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ហ្នឹងឲ្យចូលទៅបំភ្លឺទៅលើបណ្ដឹងរបស់ខ្លួនហ្នឹងហើយតាមពិតខ្ញុំបានតាក់ទងលោកអ៊ុំសំអានដែរកាលពីព្រឹកមិញដើម្បីសុំឲ្យគាត់ឡើងមកដូចថានិយាយអំពីរឿងនេះក៏ប៉ុន្តែគាត់ថាចាំពេលក្រោយទៅពីពួកគាត់មកយប់ពេញគាត់អត់បានសម្រានទេគាត់តែបានសម្រានប្រហែលជា2ម៉ោងមុនហ្នឹងទេគាត់ចំណាយពេលវេលានៅក្នុងការ live Facebook ហើយនឹងតាមដានព័ត៌មានអំពីសាច់រឿងហ្នឹងដូច្នេះហើយគាត់អត់បានសម្រានគាត់ថាចាំពេលក្រោយក៏បានដែរក៏ប៉ុន្តែយើងក៏បានសភាលោកអ៊ុំសំអានដែរនៅក្នុងសេចក្តីរាយការណ៍របស់លោកហេងស្រស់អំបញ្ញមិញហ្នឹងលោកនាងបានស្ដាប់ហើយអ្វីដែលលោកអ៊ុំសំអានគាត់លើកឡើងហ្នឹងគឺថាវាជាដំណឹងវិជ្ជមានមួយសម្រាប់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះគឺជាជំហានវិជ្ជមានមួយពីព្រោះថាយ៉ាងហោចណាស់គឺមានការកោះហៅពីសំណាក់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែរហើយប៉ុន្តែយ៉ាងណាក៏ដោយចុះបើទោះបីជាមិនមានវត្តមានលោកអ៊ុំសំអានក៏ដោយលោកអ៊ូសាម៉ាឌីនៅទីនេះក៏អាចឆ្លើយរឿងនឹងបានដែរក៏អាចបញ្យល់អំពីរឿងនឹងជូនលោកអ្នកនាងបានដែរពីព្រោះសាម៉ាឌីផ្ទាល់គឺជាអ្នកដែលបានទៅដាក់បណ្ដឹងជាមួយនឹងអ្នកស្រីថិតកំហ៊ុនកាលពីប្រហែលខែមុនហ្នឹងទៅលើករណីយោធាថៃឈ្លានពានកម្ពុជានឹងឯងដែលបណ្ដឹងហ្នឹងលោកអ្នកនាងបានឃើញក្នុងរូបភាពនេះហើយគឺលោកបានទៅជាមួយក្រុមការងារទៅដាក់បណ្ដឹងផ្ទាល់តែម្ដងដូច្នេះជាបឋមនេះយើងជជែកគ្នាអំពីរឿងបណ្ដឹងនឹងទីទៅមានការវិវត្តបែបហ្នឹងតើវាមានអត្ថន័យយ៉ាងម៉េចសម្រាប់ការតស៊ូរបស់ខាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ហ្នឹងចំពោះរឿងយោធាថៃឈ្លានពានកម្ពុជានេះលោកអ៊ូសាម៉ាឌីបាទសូមអញ្ជើញបាទលោកយ៉ងច័ន្ទរាគឺរឿងនេះគឺសំណុំរឿងដែលយើងដាក់ជាមួយលោកស្រីទឹកកំហ៊ុននៅខែ4ថ្ងៃ2ដែលប្តឹងភាគីថៃដែលបានទម្លាក់គ្រាប់ទៅលើកន្លែង scam compound ហើយទី2គឺប្តឹងបុគ្គលណាដែលតាក់ទងនៅស្រុកខ្មែរដែលចាប់មនុស្សឃុំខ្លួននៅកន្លែង scam នោះដោយមិនអោយពួកគាត់ចេញពីកន្លែង scam ធ្វើឲ្យដឹងថាយន្តហោះនិងគ្រាប់ផ្លោងបានផ្លោងទៅដល់គោលដៅនោះក៏ដោយអញ្ចឹងអាហ្នឹងហើយដែលយើងបានប្រមូលហើយគឺយើងមិនមែនធ្វើដោយខ្លួនឯងទេគឺយើងមានភាគីគឺមេធាវីអន្តរជាតិបានជួយដាក់ពាក្យបណ្ដឹងឲ្យត្រូវនឹងផ្លូវច្បាប់សម្រាប់ប្តឹងទៅបុគ្គលដែលពាក់ព័ន្ធនៅលើនោះគឺលោកស្រីទឹកកំហ៊ុនគាត់ជាប្រធានស្ថាប័នដែលតាក់ទងហើយអ្នកដាក់ពាក្យបណ្ដឹងយើងឃើញឈ្មោះគាត់នៅលើនឹងស្រាប់ហើយគឺយើងបានផ្ដោតទៅលើកន្លែងណាដែលភាគីថៃបានឈ្លានពានហើយនឹងបានផ្លោងទៅហើយអញ្ចឹងទៅឥឡូវគេបានកោះហៅយើងទៅសួរហើយនឹងចាប់ផ្ដើមប្រមូលសំណុំរឿងទាំងអស់ដើម្បីបើកសវនាការនៅ ICC បាទលោកចំចន្ទរាតើការកោះហៅនេះវាជាករណីជានីតិវិធីមុនអង្គសេចក្តីមានន័យថាជាដំណាក់កាលមុនការទទួលបណ្ដឹងមុនការចោទប្រកាន់ឬមួយក៏ជាដំណាក់កាលដែលចៅក្រមតែម្ដងជាអ្នកកោះហៅលោកអ៊ូសាម៉ាឌីសូមជួយបញ្ជាក់ត្រង់នឹងតិចបាទជាភាសាអង់គ្លេសគេមាន committee ហ្នឹងគឺអត់បកប្រែលោកគឺគណៈកម្មាធិការបាទ committee បាទគណៈកម្មាធិការនៅតុលាការ ICC ហ្នឹងគឺគេកោះហៅយើងហើយគេព្រោះជាមួយយើងជាមួយមេធាវីយើងហ្នឹងដើម្បីនិយាយថាតើសំណុំរឿងនេះគេអ្វីបន្តទៀតហើយបន្ទាប់មកគឺយើងអ្វីទៅគេ committee ហ្នឹងហើយសាមឌីខ្ញុំសូមជួបទៅសាមឌីខ្ញុំសូមកាត់ប្រសាសន៍បន្តិចយើងហាក់ដូចជាមានបញ្ហារអាក់រអួលបន្តិចអ៊ីនធឺណិតហាក់ដូចជាយឺតបន្តិចបើសិនជាសាមឌីអាចចេញពីកម្មវិធីនេះហើយចូលមកវិញមកដើម្បីយើងអាចមានប្រព័ន្ធអ៊ីនធឺណិតដែលល្អជាងនឹងលោកនាងជាទីមេត្រីអ្វីដែលខ្ញុំកំពុងតែសម្ភាសលោកអ៊ូសាមឌីនេះគឺពាក់ព័ន្ធទៅនឹងចំណុចការវិវត្តថ្មីមួយនៃបណ្ដឹងរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ហ្នឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC យើងបានទទួលដំណឹងពីលោកអ៊ុំសំអានមុនគេតាក់ទងទៅនឹងសាច់រឿងហ្នឹងកាលពីប្រហែលជា10ម៉ោងមុនហ្នឹងគឺលោកអ៊ុំសំអានគាត់បាន
បង្ហោះសារថារដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នឹងបានកោះហៅតំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23និងមេធាវីអន្តរជាតិនឹងឲ្យទៅជួបនៅចុងខែសីហាឆ្នាំ2026នៅទីស្នាក់ការតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅទីក្រុងឡាអេប្រទេសហូឡង់អំពីបណ្ដឹងរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ដែលបានប្តឹងមេធាវីដែលបានប្តឹងមេដឹកនាំថៃនិងមេដឹកនាំយោធាថៃនឹងទៅ ICC ស្ដីពីបទឧក្រិដ្ឋកម្មសង្គ្រាមដែលយោធាថៃបានទម្លាក់គ្រាប់បែកលើជនរងគ្រោះខ្មែរផ្ទះសម្បែងប្រាសាទខ្មែរនិងសាលារៀនជាដើមបាទហើយលោកតាមរយៈសាររបស់លោកអ៊ុំសំអាននេះគឺថាលោកសង្ឃឹមថាអគ្គរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិនឹងបើកការស៊ើបអង្កេតនិងចោទប្រកាន់មេដឹកនាំថៃហើយមេដឹកនាំយោធាថៃដទៃទៀតទៅលើបទឧក្រិដ្ឋកម្មសង្គ្រាមនិងការឈ្លានពាននឹងឯងហើយខ្ញុំបាទកំពុងតែសាកសួរលោកអ៊ូសាម៉ាឌីដែលជាអ្នកដែលបានដាក់បណ្ដឹងផ្ទាល់នៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នឹងហើយលោកអ៊ូសាម៉ាឌីបានបញ្ជាក់អំបញ្ញមិញនឹងហើយថានេះគឺជាជំហានវិជ្ជមានមួយតាក់ទងទៅនឹងសាច់រឿងនៃការប្តឹងទាមទារយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះពីការទម្លាក់គ្រាប់បែករបស់យោធាថៃហើយសំណួររបស់ខ្ញុំដែលបានសាកសួរលោកអ៊ូសាម៉ាឌីមិញនេះគឺថាតើវាជាដំណើរការនីតិវិធីមុនអង្គសេចក្តីមានន័យថានៅមុនការធ្វើនីតិវិធីដទៃទៀតឬមួយក៏ជាការកោះហៅពីសំណាក់ចៅក្រមដើម្បីទៅស្ដាប់សក្ខីកម្មទៅជំរះក្តីអីយ៉ាងណានោះចង់ឲ្យគាត់បញ្ជាក់ចំណុចនេះបន្ថែមទៀតឥឡូវនេះលោកអ៊ូសាម៉ាឌីបានចូលមកវិញហើយសាម៉ាឌីសូមជួយបញ្យល់អំពីចំណុចបន្តិចដើម្បីឲ្យលោកអ្នកនាងបានជ្រាបកាន់តែច្បាស់បាទសូមជួយបាទលោកយ៉ងច័ន្ទរាដូចខ្ញុំនិយាយមិញពេលមុនដាច់ហ្នឹងគឺ committee នៅក្នុង ICC គឺគេហៅយើងទៅជួបហើយគេនឹងពិគ្រោះជាមួយយើងបន្ទាប់មកបានគេបញ្ជូនទៅអាជ្ញាស្រុកខ្មែរយើងគេហៅថា judge ភាសាអង់គ្លេសគេហៅថា judge ហ្នឹងដើម្បីបើកសំណុំរឿងហ្នឹងជាសាធារណៈដើម្បីវែកញែកហើយបន្ទាប់មកសំណុំរឿងហ្នឹងនឹងចាប់ផ្ដើមបតកលារហូតដល់វាអាចប្រើរយៈពេល6ខែទៅ1ឆ្នាំដើម្បីដោះស្រាយបញ្ហាហ្នឹងដោយការយើងដាក់ពាក្យបណ្ដឹងប្រសាទព្រះវិហារអញ្ចឹងលោកយ៉ងច័ន្ទរាវាមានដំណាក់កាលវាមុនដំបូងគឺត្រូវការយើងត្រូវទៅជួប committee គេសិនជួប committee ហើយជំហានទី2នឹងបើកជាផ្លូវសាធារណៈហើយនឹងកាត់ក្តីជាសាធារណៈហើយអ្នកដែលអាចចូលហ្នឹងគឺពួកយើងដែលដាក់ពាក្យបណ្ដឹងហ្នឹងជាប្រជាពលរដ្ឋខ្មែរហើយរដ្ឋាភិបាលកម្ពុជា$23ហ្នឹងតែគេដែលយើងអាចចូលទៅហើយពេលនោះយើងនឹងអាចថតបទរូបភាពឬមួយក៏វីដេអូឲ្យបានជាសាធារណៈអញ្ចឹងជំហានដំបូងគឺយើងត្រូវទៅជួប committee គេសិនបាទលោកយ៉ងច័ន្ទបាទអញ្ចឹងមានន័យថាយើងទៅជួបគណៈកម្មាធិការ committee នឹងជាភាសាខ្មែរគឺគណៈកម្មាធិការអញ្ចឹងគណៈកម្មាធិការនៃប្រហែលជាក្រុមការងារទទួលពាក្យបណ្ដឹងនៃការិយាល័យរដ្ឋអាជ្ញានឹងឯងមិនមែនជាចៅក្រមមិនមែនជាការិយាល័យជំរះក្តីឯណាមួយទេបើតាមស្ដាប់មើលទៅនេះគឺទៅជួបក្រុមខាងរដ្ឋអាជ្ញាសិនផ្ដល់សក្ខីកម្មផ្ដល់ព័ត៌មានបន្ថែមឲ្យគេទៅបើគេទទួលពាក្យបណ្ដឹងនឹងជាផ្លូវការគេរុញសំណុំរឿងនឹងបន្តទៅអានឹងបាននីតិវិធីបន្តទៅមុខអាចឈានទៅដល់ការបើកសវនាការអញ្ចឹងមានន័យខ្លីបែបហ្នឹងទេសាំឌីត្រូវទេបាទលោកយ៉ងច័ន្ទរាអាចថ្ងៃតែមួយបើសិនជាគេយល់ថាគេអាចបើកជាផ្លូវការបានអញ្ចឹងអាចជាថ្ងៃតែមួយយើងទៅជួប committee ហើយ committee គេអាចបើកសវនាការពេលដែលព្រះរាជអាជ្ញាគេគិតថាសំណុំរឿងនេះគឺអាចកាត់ក្តីបានជាសាធារណៈបាទសម្រាប់ ICC បាទមិនមែនបើកការជំរះក្តីទៅលើបណ្ដឹងហ្នឹងទេសាមឌីវាគ្រាន់តែថាគេស្ដាប់យើងហើយគេទទួលភ័ស្តុតាងទួលអីទៅហើយគេអាចរុញបន្តទៅខាងសំណុំរឿងក្នុងការជំរះក្តីនៅពេលខាងមុខមិនអញ្ចឹងឯងពីព្រោះថាយើងមិនអាចទទួលបណ្ដឹងភ្លាមទៅជំរះក្តីភ្លាមណាមិនអញ្ចឹងគេត្រូវមាននីតិវិធីបន្តទៀតមិនអញ្ចឹងឯងបាទហើយយើងនឹងមានមេធាវីដែលអន្តរជាតិមកជាមួយយើងគេនឹងនិយាយជាភាសាច្បាប់ជាមួយ committee ហើយហ្នឹងហើយពេលនោះគឺយើងនឹងអាចផ្ដិតយករូបភាពនិងវីដេអូបង្ហាញជាពលរដ្ឋខ្មែរយើងបានកុំឲ្យគេថាយើងចេះតែដាក់ប្តឹងដូចយ៉ាងរាជរដ្ឋាភិបាលកម្ពុជាគេថាគេដាក់ពាក្យបណ្ដឹងទៅ ICJ មែនក៏ប៉ុន្តែយើងឆែកប្រហែលចូលចិត្ត2ឆ្នាំហើយដូចអត់ឃើញពាក្យបណ្ដឹងទេអញ្ចឹងយើងនឹងធ្វើអ្វីដែលអាចបង្ហាញជាផុសតាងសម្រាប់ប្រជាពលរដ្ឋខ្មែរដែលអាចទុកចិត្តលើយើងបានបាទហ្នឹងហើយអញ្ចឹងយ៉ាងហោចណាស់ទោះបីជាថាមិនមែនជាមិនទាន់ថាជាការទទួលយកជាផ្លូវការដើម្បីទៅជំរះក្តីអីក៏ពិតមែនប៉ុន្តែយ៉ាងហោចណាស់ដូចលោកអ៊ូសាម៉ាឌីបញ្យល់អញ្ចឹងដោយលោកអ៊ុំសំអានបានបញ្ជាក់អញ្ចឹងគឺថាវាជាដំណឹងជាជំហានវិជ្ជមានមួយហើយដែលយ៉ាងហោចណាស់ខាងគណៈកម្មាធិការនៃរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិហ្នឹងគេក៏ហៅទៅសាកសួរគេចង់ដឹងអំពីបណ្ដឹងទៅឲ្យយើងទៅបំភ្លឺបន្ថែមនេះគឺជាចំណុចវិជ្ជមានមួយដែរហើយយើងនឹងបន្តតាមដានករណីហ្នឹងទៀតហើយចុះមានការកំណត់ពេលហើយនៅថាយើងនឹងពីខាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23នឹងទៅជួបខាងគណៈកម្មាធិការរបស់រដ្ឋអាជ្ញា ICC នឹងមានការកំណត់ពេលជាក់លាក់ហើយនឹងបង្ហាញភស្តុតាងមួយក៏លើកឡើងពីបញ្ហាគេខ្លះទៅកាន់ភាគីខាងគណៈកម្មការគេនឹងបាទ
ឆាប់នេះលោកយ៉ងច័ន្ទរាគេថាគេទំនេរពេលណាក៏បានអញ្ចឹងគឺឆាប់នេះហើយបាទអូខេបាទនឹងហើយនឹងអញ្ចឹងយើងនឹងបន្តតាមដានសំណុំរឿងតទៀតយើងសង្ឃឹមថាអាចនឹងមានលទ្ធផលវិជ្ជមាននៅក្នុងសាច់រឿងហ្នឹងហើយនៅក្នុងការវិវត្តបន្តទៀតហ្នឹងយើងអាចនឹងអញ្ជើញខាងលោកអ៊ុំសំអានឬមួយក៏តំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ហ្នឹងដើម្បីឲ្យមកបំភ្លឺឬមួយក៏បញ្ជាក់បន្ថែមជូនលោកអ្នកនាងហើយបើសិនជាករណីហ្នឹងអាចធំមែនដូចថាវាវិវត្តទៅជាសាច់រឿងដែលធំមានការជំរះក្តីមានអីមែនយើងសង្ឃឹមថាយើងអាចមានលទ្ធភាពទៅរាយការណ៍ដល់ការិយាល័យឬមួយក៏ទីស្នាក់ការរបស់តុលាការព្រហ្មទណ្ឌហ្នឹងទៀតគឺជារឿងមួយដែលចាំបាច់ខ្ញុំសង្ឃឹមនៅបែបហ្នឹងចោះហ្នឹងហើយលោកអ៊ូសាមឌីយើងជជែកគ្នារឿងការវិវត្តនៃបណ្ដឹងរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ត្រឹមហ្នឹងឥឡូវយើងងាកមកចាប់អារម្មណ៍ទៅលើរឿងហេតុដែលកំពុងតែផ្ទុះកក្រើកពេញកម្ពុជាឯនេះវិញគឺតាក់ទងទៅនឹងរឿងឧក្រិដ្ឋកម្មឆបោកតាមអនឡាញសាមឌីក៏បានដឹងលោកនាងជាច្រើនក៏បានដឹងដែរថានៅពេលថ្មីចុងក្រោយនេះរដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតបានដាក់ចេញនៅអ្វីមួយដែលគេហៅថាជាយុទ្ធនាការបង្ក្រាបទ្រង់ទ្រាយធំទៅលើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញយើងឃើញហើយថាមានការចុះទៅដល់ទីតាំងឆបោកអនឡាញមួយចំនួនឬមួយក៏ scam compound មួយចំនួនហើយមានការចាប់ខ្លួនមានការឃាត់ខ្លួនបុគ្គលជាច្រើនអ្នកដែលអាចជាអ្នកដែលឆបោកអនឡាញឬមួយក៏ជាអាចជាជនរងគ្រោះនៃការបង្ខាំងនៅទីតាំងនឹងតែម្ដងហើយអ្វីមួយដែលវិវត្តចុងក្រោយហ្នឹងគឺលោកហ៊ុនម៉ាណែតគាត់បានលើកឡើងថាគាត់ទទួលស្គាល់កាលពីថ្ងៃទី27មិថុនាថ្មីហ្នឹងគាត់បានទទួលស្គាល់ថារឿង scam online នេះកំពុងតែធ្វើឲ្យបាត់ទំនុកចិត្តចំពោះអ្នកវិនិយោគបរទេសហើយកំពុងតែបំផ្លាញនៅសេដ្ឋកិច្ចដែលស្របច្បាប់របស់កម្ពុជាហើយទៅដល់ទីតាំងណាក៏ដោយក៏គេចោទសួរអំពីរឿងនឹងដែរដូច្នេះមុនពេលដែលខ្ញុំបាទសាកសួរលោកអ៊ូសាមឌីខ្ញុំចង់ឲ្យសាមឌីហើយនឹងបងប្អូនបានស្ដាប់នៅសម្រងសម្ដីនេះរបស់លោកហ៊ុនម៉ាណែតជាមុនសិនហើយយើងនឹងបន្តសំណួរតទៅមុខទៀតដូច្នេះសូមលោកអ្នកនាងស្ដាប់នៅសម្រងសម្ដីរបស់លោកហ៊ុនម៉ាណែតត្រង់ចំណុចនេះដូចតទៅបាទមិនសមមិញប្រជុំឯកឧត្តមថោកគាត់ប្រធានគណៈកម្មការអភិវឌ្ឍទេសចរទៅចិនដែលយើងបើកទីផ្សារចិនចុះទៅគេនិយាយរឿងហេដ្ឋារចនាប្រព័ន្ធពិធីអីហើយប៉ុន្តែសំណួរតែមួយគត់ដែលប្រជាជនចិននៅសួរតើកម្ពុជាមានសុវត្ថិភាពអត់ទៅគេចាប់អត់ជំរិតអត់នេះយើងត្រូវទទួលយើងខំកសាងតាំងពីបញ្ចប់សង្គ្រាមឆ្នាំ98មកដល់ឆ្នាំ2020ជាងដែលយើងខ្លាយទៅជាប្រទេសដែលគេសុវត្ថិភាពមកគេមកស៊ីមកតបានប្រើជាង10ឆ្នាំដើម្បីកសាងសមត្ថភាពគេឈ្មោះពីប្រទេសមានសង្គ្រាមមកអត់ប៉ុន្តែត្រូវការតែមួយឆ្នាំមិនដល់មួយឆ្នាំផងដែលកសែតបរទេសចាប់ផ្ដើមវាយយើងធ្វើឲ្យយើងខ្លាយទៅជាទស្សនៈអវិជ្ជមានគេថាជាកន្លែងមួយដែលគេភ័យខ្លាចចំណុចដែលលោកហ៊ុនម៉ាណែតលើកឡើងនៅត្រង់នេះមានពីរជាសំខាន់ទី1គឺគាត់ទទួលស្គាល់ថាវិនិយោគិនបរទេសមិនចាំបាច់និយាយដល់វិនិយោគិនអឺរ៉ុបនិងអាមេរិកដែលមកពីប្រទេសលោកសេរីទេសូម្បីតែវិនិយោគិននៃប្រទេសមិត្តដៃថែបរបស់ឪពុកគាត់ក៏អត់ទុកចិត្តដែរអ្នកវិនិយោគិននៅសួរត្រង់តែម្ដងទៅកាន់លោកថៅខុនហើយនឹងអាចមានមន្ត្រីមួយចំនួនទៀតគឺតើអាចមានការចាប់ចម្រិតពួកគេដែរទេនៅពេលដែលពួកគេមករកស៊ីនៅស្រុកខ្មែរហ្នឹងចំណុចទី1ចំណុចទី2ដែលគាត់ចង់សង្កត់ធ្ងន់ហ្នឹងគឺថាកម្ពុជានឹងខំកសាងកិត្តិយសកេរ្តិ៍ឈ្មោះមកហ្នឹងរាប់សិបឆ្នាំប៉ុន្តែមកបំផ្លាញនៅត្រឹមពេលមួយឆ្នាំអីហ្នឹងដោយសារតែរឿងដែលសារព័ត៌មានបរទេសហ្នឹងនាំទៅបុកសម្រុកដើម្បីផ្សាយរឿង scam online ឲ្យធ្វើឲ្យកម្ពុជានឹងក្លាយជាប្រទេសមួយដែលបាត់ទំនុកចិត្តពីអ្នកវិនិយោគអីដទៃទៀតតើសាមរីមានប្រតិកម្មបែបណាដែរចំពោះចំណុចដែលលោកហ៊ុនម៉ាណែតលើកឡើងនៅត្រង់សម្រងសម្ដីគាត់អំបញ្ញមិញនេះបាទសូមជឿបាទលោកយ៉ងច័ន្ទរាខ្ញុំចាប់អារម្មណ៍ថាលោកហ៊ុនម៉ាណែតគឺគាត់ធ្វើដូចជាជនរងគ្រោះអត់ដឹងអ្វីសោះអ្វីថាគាត់ហើយនឹងឪពុកគាត់ឲ្យតំណែងទៅជនជាតិចិនដែលជាពួកចៅតែនៅប្រទេសចិនហ្នឹងដើរមករកស៊ីស្របច្បាប់នៅស្រុកខ្មែរយើងហ្នឹងគាត់បាននិយាយនៅក្នុងសារហ្នឹងខ្ញុំបានមើលដល់ចប់ដែរគាត់បាននិយាយថាកម្ពុជាត្រូវធ្វើសង្គ្រាមប្រឆាំងដើម្បីទាមទារយកកិត្តិយសជាតិយើងមកវិញនិងលាងសម្អាតឈ្មោះប្រទេសយើងមកវិញពេលដែលគាត់សម្ដៅទៅលើកាសែតអន្តរជាតិហ្នឹងគឺគេហៅស្រុកខ្មែរយើងហ្នឹងថា Cambodia មានន័យថាជាស្ថាបត្យកម្មឆបោកអនឡាញមានន័យថារដ្ឋអំណាចរដ្ឋគឺជួយពីក្រោយឲ្យពួកចៅហ្នឹងរស់ស៊ីដែលស្របច្បាប់លាងលុយកខ្វក់នៅលើប្រទេសយើងហ្នឹងខ្ញុំយល់ថាយល់ស្របកិត្តិយសរបស់ប្រទេសកម្ពុជាដែលដូនតាយើងខំសាងសង់ប្រាសាទអង្គរវត្តអច្ឆរិយៈអ្វីពីដើមហ្នឹងគឺត្រូវស្ដារឡើងវិញមែនព្រួយដូនតាយើងចង់ធ្វើឲ្យប្រទេសយើងខ្លាចជាប្រទេសល្បីតាមពីដើមប៉ុន្តែរបបឪពុកកូនបានធ្វើឲ្យស្អុយឈ្មោះដោយសារពួកប្រទេសអច្ឆរិយៈទៅជាប្រទេសហើយយើងត្រូវសួរសំណួរថាតើនរណាជាអ្នកធ្វើរបស់គេ
ចេះអច្ឆរិយៈយើងខូចខាតពីដំបូងមិនមែនជាកសិករខ្មែរមិនមែនជានិស្សិតមិនមែនជាកម្មករមិនមែនជាពលករគឺចំណាក់ស្រុកធម្មតានោះទេគឺជារបបប្រព័ន្ធគាត់នឹងចាប់តាមពីពុំបាទសាមឌីយើងហាក់ដូចជាមានសុំកាត់សាមឌីបន្តិចយើងហាក់ដូចជាមានបញ្ហារអាក់រោលអ៊ីនធឺណិតបន្តិចទៀតហើយរៀងស្អិតតាក់ហើយអ្វីដែលសាមឌីកំពុងតែបកស្រាយជូនលោកនាងហ្នឹងគឺលោកសាមឌីបានទទួលស្គាល់នៅរឿងដែលថាកម្ពុជាហ្នឹងគួរតែព្យាយាមធ្វើយ៉ាងណាស្ដារនៅកិត្តិយសកេរ្តិ៍ឈ្មោះដែលប្រទេសដែលមានតាំងពីយូរមកហើយហ្នឹងហើយដែលដូនតាខ្មែរហ្នឹងបានខិតខំកសាងហើយបន្សល់ទុកមកដល់ពេលបច្ចុប្បន្ននេះប៉ុន្តែអ្វីមួយដែលលោកគិតថាជារឿងហួសចិត្តនោះគឺថារដ្ឋាភិបាលឪពុកនិងកូននៃក្រុមគូសាតកូលហ៊ុននឹងទៅវិញទេដែលជាអ្នកធ្វើឲ្យកម្ពុជានឹងស្អុយគេឈ្មោះនៅលើឆាកអន្តរជាតិនៅក្នុងស្ថានភាពបច្ចុប្បន្ននេះហើយអ្វីដែលលោកសាមឌីលើកឡើងបាញ់មិញនឹងត្រង់ចំណុចមួយទៀតគឺថារដ្ឋាភិបាលនៃក្រុមគូសាតកូលហ៊ុននឹងឯងដែលជាអ្នកផ្ដល់សញ្ជាតិទៅឲ្យពួកឧក្រិដ្ឋជនដែលជាជនជាតិចិននឹងឲ្យពួកគេមានឱកាសមករស់ស៊ីនៅកម្ពុជាហើយចាប់ផ្ដើមប្រតិបត្តិការឆបោកតាមអនឡាញនឹងនេះជាអ្វីដែលលោកសាមឌីបានបញ្យល់អំបញ្ញមិញនឹងសាមឌីយើងបានឃើញមកវិញហើយតើសាមឌីមានចំណុចអីចង់បន្ថែមទៅលើអ្វីដែលបកស្រាយអំបញ្ញមិញបាទសូមជឿបាទអរគុណលោកយ៉ងច័ន្ទរាថ្ងៃនេះរៀងរអាក់រអួលតិចដោយសារឃ្លានក្នុងហើយធ្វើឲ្យអ៊ីនធឺណិតខ្សោយបាទលោកយ៉ងច័ន្ទរាលោកបាននិយាយនឹងមិនមែនជានិស្សិតឬមួយក៏កម្មករឬមួយក៏ពលករចំណាក់ស្រុកខ្មែរទេដែលធ្វើឲ្យប្រទេសជាតិយើងនឹងឡូសាមឌីបាទម្ដងនេះមិនមែនរអាក់រអួលទេគឺប្រហែលជាដាច់ប្រព័ន្ធតែម្ដងអញ្ចឹងយើងនឹងភ្ជាប់លោកអ៊ូសាមឌីបន្តទៀតដើម្បីឲ្យលោកផ្ដល់ទស្សនៈរបស់លោកជុំវិញរឿង scam online នៅកម្ពុជានឹងហើយដូចខ្ញុំបានជំរាបជូនលោកនាងអំបញ្ញមិញនេះហើយគឺថាលោកហ៊ុនម៉ាណែតគាត់បានទទួលស្គាល់ជាសាធារណៈតាមការពិតលោកហ៊ុនម៉ាណែតនិយាយនេះហាក់ដូចជាមានការដូចថាបំភ្លៃសាច់រឿងដែរបើនិយាយមែនតើហើយបានថាបំភ្លៃសាច់រឿងពីព្រោះថានៅក្នុងរយៈពេល scam online ដែលចាប់ផ្ដើមកកើតនៅកម្ពុជានឹងមិនមែនកើតឡើងត្រឹមមួយឆ្នាំអីហ្នឹងដែលសារព័ត៌មានបរទេសហ្នឹងគេផ្សាយទេតាមការពិតទៅអ ுக ្រិតកម្ម online ហ្នឹងខ្ញុំបានធ្លាប់ជំរាបជូនលោកនាងដែរគឺថាចាប់ផ្ដើមឡើងកាលពីចុងឆ្នាំ2019នៅពេលដែលលោកហ៊ុនសែនកាលហ្នឹងគឺគេរកឃើញថាគាត់មានសម្ពាធពីរដ្ឋអំណាចចិនដោយសារតែប្រជាជនចិនជាច្រើនបានចាញ់បោកអស់លុយរបស់ខ្លួនហ្នឹងនៅក្នុងការលេងល្បែងអនឡាញគេហៅថាជា online gambling ដែលមានមូលដ្ឋាននៅកម្ពុជាហ្នឹងកាលហ្នឹងរដ្ឋាភិបាលរបស់លោកហ៊ុនសែនហ្នឹងគឺបានបើកឲ្យមាននៅប្រតិបត្តិការមួយគេហៅថាជាការលេងល្បែងភ្នាល់តាមអនឡាញឬមួយក៏ online gambling ហ្នឹងនៅទូទាំងប្រទេសគេអាចលេងតាមប្រព័ន្ធអនឡាញហ្នឹងចាញ់ដូចថាយកឈ្នះជាសាច់លុយជាអីចឹងទៅជាសាច់ប្រាក់អញ្ចឹងជាដើមហើយមានមនុស្សច្រើនណាស់ជាពិសេសគឺថាជនជាតិចិនហ្នឹងតែម្ដងគាត់ធ្លាក់ខ្លួនលេងល្បែងហ្នឹងហើយក៏ចាញ់អស់ពីខ្លួនអញ្ចឹងទៅដូច្នេះហើយក៏គេរកឃើញថាមានសម្ពាធពីរដ្ឋអំណាចចិនហ្នឹងទៅក៏រដ្ឋាភិបាលរបស់លោកហ៊ុនសែនកាលហ្នឹងក៏គាត់បានបិទនៅgame online ហ្នឹងក៏ប៉ុន្តែពួកដែលរ៉ូស៊ីមិនសុចរិតឬមួយក៏មិនត្រឹមត្រូវដែលគេរកឃើញថាភាគច្រើនគឺជាជនជាតិចិនដែលជាមេខ្លោងហ្នឹងហើយពួកគេមាននៅហេដ្ឋារចនាសម្ព័ន្ធស្រាប់ឧទាហរណ៍ដូចជាមានអគារមានទ្រព្យសម្បត្តិរបស់ខ្លួនមានទីតាំងរបស់ខ្លួនដែលអាចធ្វើប្រតិបត្តិការបានពួកគេក៏បានប្រែក្លាយធៀបមករំពេចហ្នឹងពីឧក្រិដ្ឋកម្មអនឡាញហ្នឹងមកជាបាទសំទោសពីរឿងលេងល្បែងអនឡាញហ្នឹងមកទៅជាការឆបោកអនឡាញមួយក៏យើងហៅថា online scam ហ្នឹងហើយនៅពេលដែលពិភពលោកបានដើរមកដល់ចំណុចរបត់មួយគឺការផ្ទុះឡើងនៅជំងឺគេហៅថា COVID-19 ឬមួយក៏លោកនាងបានដឹងថាជាវីរុស COVID កាលពីផ្ទុះឡើងនៅក្នុងឆ្នាំ2020ហ្នឹងគឺប្រទេសជាច្រើននៅក្នុងហ្នឹងក៏រាប់ទាំងកម្ពុជាផងដែរក៏ចាប់ផ្ដើមដូចថារឹតបន្តឹងទៅលើការធ្វើដំណើររហូតដល់មានពេលវេលាមួយនោះគឺបិទព្រំដែនទាំងអស់គ្នាតែម្ដងមិនមានជើងហោះហើរពីប្រទេសណាមួយទៅកាន់ប្រទេសមួយទៀតទេពីព្រោះថាការរីករាលដាលនោះវាខ្លាំងពេកទៅដូច្នេះហើយការសិក្សារៀនសូត្រការដូចថាពាណិជ្ជកម្មឬមួយក៏ការទំនាក់ទំនងជាច្រើនក៏ចាប់ផ្ដើមប្រែក្លាយពីការធ្វើដោយផ្ទាល់ចំពោះមុខហ្នឹងមកជាការទំនាក់ទំនងឬមួយក៏មធ្យោបាយតាមប្រព័ន្ធអនឡាញដែលធ្វើឲ្យឧក្រិដ្ឋជនដែលកំពុងតែចាប់ផ្ដើមនៃការឆបោកតាមអនឡាញហ្នឹងស្រាប់ហ្នឹងហាក់ដូចជាបានឱកាសបានពេលវេលាដ៏អំណោយផលហ្នឹងដើម្បីពួកគេប្រែក្លាយការលេងល្បែងអនឡាញដែលលេងអាចធ្វើបានហ្នឹងមកជាការឆបោកអនឡាញវិញយើងឃើញថាឧក្រិដ្ឋជនហ្នឹងចាប់ផ្ដើមដូចថាប្រតិបត្តិការចេញពីទីតាំងជាច្រើនដែលពួកគេជាម្ចាស់កម្មសិទ្ធិឬមួយក៏ពួកគេនឹងជួលពីក្រុមអ្នកបុគ្គលដែលមានលុយមានអំណាចនៅកម្ពុជានឹងចាប់ផ្ដើមធ្វើប្រតិបត្តិការហ្នឹង
ហើយអង្គការសហប្រជាជាតិកាលហ្នឹងគេបានព្រមានគេបានលើកឡើងគេបានរកឃើញថាមានមនុស្សជាច្រើនមានមនុស្សដល់ទៅជាង100,000 នាក់ដែលកំពុងតែរងការបង្ខាំងនៅក្នុងទីតាំងឆបអនឡាញនៅកម្ពុជាហ្នឹងដែលពីដំបូងឡើយពួកគេមករកការងារធ្វើបន្ទាប់ពីមកដល់ទីតាំងជាច្រើននៅក្នុងប្រទេសកម្ពុជាហ្នឹងក៏ពួកគេត្រូវបានគេដកហូតប៉ាសពតរងការបង្ខាំងហ្នឹងទៅក៏បើសិនជាមានលុយបង់ឲ្យគេអាចរួចខ្លួនតែបើមិនមានលុយបង់ឲ្យគេត្រូវតែធ្វើជាអ្នកឆបតាមអនឡាញឲ្យពួកអ ក្រិតជនអស់ហ្នឹងដូច្នេះហើយរឿងអ ក្រិតកម្មឆបអនឡាញនេះមិនមែនជាប្រតិបត្តិការមួយដែលទៅចាប់ផ្ដើមមួយឆ្នាំ2ឆ្នាំហ្នឹងទេគឺជាប្រតិបត្តិការមួយដែលចាប់ផ្ដើមតាំងពី5ឆ្នាំមុននោះហើយអ្នកដែលនៅពីក្រោយអ្នកដែលសម្របសម្រួលឲ្យអ ក្រិតជនទាំងអស់ហ្នឹងអាចបើកអាជីវកម្មស្របច្បាប់បានហ្នឹងគ្មានអ្នកណាក្រៅពីមេដឹកនាំរដ្ឋាភិបាលកាលនោះគឺជាលោកហ៊ុនសែនហ្នឹងទេយើងឃើញថាមេអ ក្រិតជនធំហ្នឹងបានខ្លាយជាទីប្រឹក្សាផ្ទាល់របស់រដ្ឋាភិបាលខ្លាយជាទីប្រឹក្សាផ្ទាល់របស់លោកហ៊ុនសែនជិះយន្តហោះជាមួយលោកហ៊ុនសែនទៅបំពេញបេសកកម្មក្រៅប្រទេសហើយខ្លាយជាអុកញ៉ាសពបរោះអុកញ៉ាចិត្តធម៌បង្កើតការងារជូនប្រជាពលរដ្ឋខ្មែរផ្ដល់លុយឲ្យកាកបាទក្រហមកម្ពុជាផ្ដល់លុយឲ្យសមាគមពេទ្យចិត្តធម៌សមាគមពេទ្យធីតារបស់ប្រពន្ធលោកហ៊ុនម៉ាណែតអញ្ចឹងជាដើមនេះគឺជាអ្វីដែលយើងបានមើលឃើញហើយសារព័ត៌មានអន្តរជាតិហ្នឹងក៏មិនមែនទើបតែផ្សព្វផ្សាយរឿងឆបអនឡាញហ្នឹងមួយឆ្នាំចុងក្រោយហ្នឹងដែរគេផ្សាយតាំងពី5ឆ្នាំមុនក៏ប៉ុន្តែកាលហ្នឹងគឺរដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតហើយក្រោយមកលោកហ៊ុនសែនហើយក្រោយមកលោកហ៊ុនម៉ាណែតហ្នឹងគឺអត់សូវបានយកចិត្តទុកដាក់ស្ដាប់រឿងអស់ហ្នឹងទេផ្ទុយទៅវិញមានតែការដូចថាជះត្រឡប់ទៅគេវិញប្រតិកម្មតបទៅគេវិញថាគេផ្សាយអត់មូលដ្ឋានអញ្ចឹងជាដើមនេះគឺជាសាវតារឿងដែលយើងបានដឹងបានឮទាំងអស់គ្នាដូច្នេះអ្វីដែលលោកហ៊ុនម៉ាណែតគាត់បកស្រាយហ្នឹងហាក់ដូចជាព្យាយាមបំភ្លៃសាច់រឿងទេនឹងឯសាមឌីយើងបានឃើញថាលោកហ៊ុនម៉ាណែតគាត់បានចាត់ទុករឿងអ ក្រិតកម្មអនឡាញនេះគឺជាសង្គ្រាមគាត់ប្រឆាំងអ្វីដែលកំពុងតែប្រតិបត្តិការមួយក៏យុទ្ធនាការបង្ក្រាបអនឡាញគាត់ចាត់ទុកថាជាសង្គ្រាមតម្រងជាសង្គ្រាមដើម្បីដណ្ដើមនៅកេរ្តិ៍ឈ្មោះកិត្តិយសកម្ពុជាត្រឡប់មកវិញចំណុចនេះបើយើងមើលឲ្យដល់ឬគល់មែនតើសាមរីអាចផ្ដល់ការវិភាគទៅដល់បងប្អូនមិត្តអ្នកស្ដាប់បានទេការចាប់ផ្ដើមដំបូងនៃការឆបោកអនឡាញឧក្រិដ្ឋកម្មឆបោកអនឡាញហ្នឹងគឺទទួលបាននៅការសន្តោសប្រោសប្រណីការបើកផ្លូវពីសំណាក់មេដឹកនាំនៃក្រុមគូសាតកូលហ៊ុនហ្នឹងនៅពេលដែលជាតិមួយទាំងមូលបាត់បង់កិត្តិយសកេរ្តិ៍ឈ្មោះឥឡូវនេះលោកហ៊ុនម៉ាណែតដែលជាកូនរបស់លោកហ៊ុនសែនចាប់ផ្ដើមប្រកាសនៅការធ្វើសង្គ្រាមដើម្បីដណ្ដើមយកកិត្តិយសកេរ្តិ៍ឈ្មោះកម្ពុជាត្រឡប់មកវិញហេតុអីបានជាត្រូវយកប្រទេសកម្ពុជាទាំងមូលប្រជាជាតិកម្ពុជាទាំងមូលជាខែលដើម្បីការពារខ្លួននៅពេលដែលរដ្ឋាភិបាលក្រមមេដឹកនាំនៃក្រមគូសាតកូលហ៊ុននឹងឯងគឺជាអ្នកដែលចាប់ផ្ដើមឲ្យមាននៅការស្អុយគេឈ្មោះកម្ពុជាលើឆាកអន្តរជាតិនេះបាទសាមឌីបាទលោកយ៉ងច័ន្ទរាបាទខ្ញុំគិតថាទី1គឺលោកហ៊ុនម៉ាណែតហើយនឹងក្រុមគ្រួសារដែលអ្នកពាក់ព័ន្ធហ្នឹងគឺគាត់ចង់លាងខ្លួនឲ្យស្អាតក្នុងការដែលទទួលថាពិភពលោកចោលគាត់ថាជាកន្លែងប្រទេសជាតិកម្ពុជាយើងទាំងមូលជាកន្លែងឈោបោកហ្នឹងគឺគាត់ផ្លិចថាអ្នកដែលបានផលប្រយោជន៍គឺក្រុមគ្រួសារគាត់និងបកពួកគាត់បកពួកចៅដែលមកពីចិនមកពីអីហ្នឹងក៏ប៉ុន្តែពេលមានរឿងយកប្រទេសជាតិយើងទាំងមូលយកទៅដាក់ជាមួយអញ្ចឹងទៅបានធ្វើឲ្យខ្ញុំគិតថាវាអត់ស្មើភាពគ្នាព្រោះឯប្រជាពលរដ្ឋខ្មែរយើងគឺភាគច្រើនគឺស្លូតត្រង់ហើយទៅធ្វើការជាពលករចំណាក់ស្រុករាប់លានអ្នកនៅកូរ៉េនៅថៃហើយនិងនៅជប៉ុនភាគច្រើនហើយអ្វីដែលគាត់ធ្វើនោះគឺគាត់លើកឡើងតែមួយចំណុចថាប្រទេសជាតិត្រូវបានបាត់បង់ប៉ុន្តែគាត់បានលើកឡើងពីសេដ្ឋកិច្ចរបស់ប្រទេសជាតិលៀងលោកយ៉ងច័ន្ទរាអ្វីដែលសំខាន់គឺកុំភ្លេចកាសែតអន្តរជាតិគឺផ្សាយមែនក៏ប៉ុន្តែក្រសួងទេសចរបានបង្ហាញទូរលេខហើយថាអ្នកដែលមកលេងប្រទេសកម្ពុជាយើងគឺធ្លាក់ចុះ 50% ក្នុងពេលមួយឆ្នាំដោយសារ cyber scam ស្ថាបត្យកម្មឈើបោកអនឡាញហ្នឹងហើយដើម្បីដោះស្រាយលាងឈ្មោះគឺគាត់ត្រូវបង្ហាញអន្តរជាតិពីចំហដែលគាត់ចង់កំចាត់មែនខ្ញុំឃើញថាប្រហែលថ្ងៃនេះក្រុមហ៊ុនហ៊ុយវ៉ាន់ដែលពាក់ព័ន្ធខ្លាំងដែលជាប់ចោទក្នុងការលាងលុយកខ្វក់ឲ្យកូរ៉េខាងជើងហើយនឹងប្រទេសផ្ដាច់ការផ្សេងៗហ្នឹងគឺបានបដូរពីហ៊ុយវ៉ាន់ទៅក្រុមហ៊ុនថ្មីគឺក្រុមហ៊ុន Panda ហើយខ្ញុំឃើញ audit firm មួយដែលនៅប្រទេសកម្ពុជាដែលអះអាងថាក្រុមហ៊ុនហ៊ុយវ៉ាន់បដូរទៅ Panda ហ្នឹងបានសងជនរងគ្រោះ 90% ជាងហើយខ្ញុំគិតថាដើម្បីធ្វើឲ្យមានសុពលភាពហើយឲ្យអន្តរជាតិជឿគឺយើងមិនត្រូវយកក្រុមហ៊ុនដែល audit នៅស្រុកខ្មែរយកមក audit ក្រុមហ៊ុនចោលទេគឺត្រូវយកក្រុមហ៊ុនមួយដែលគេថា independent ដែលអត់មានការលំអៀងមក audit ក្រុមហ៊ុនហ្នឹងហើយបន្ទាប់មកបានយើងអាចយកជាការបង្ហាញអន្តរជាតិថានេះតួលេខនេះជនរងគ្រោះត្រូវបានដោះស្រាយមែន
អញ្ចឹងហើយអ្វីដែលសំខាន់ដែលអាចលៀងឈ្មោះយើងបាននៅលើឆាកអន្តរជាតិហ្នឹងគឺគាត់បានធ្វើទេគឺគាត់បានតែនិយាយនៅលើបណ្ដាញបោកប្រជាពលរដ្ឋនៅក្នុងស្រុកដើម្បីឲ្យជឿជាក់ក៏ប៉ុន្តែជនរងគ្រោះពិតប្រាកដអត់ទាន់បានដោះស្រាយទេលោកយ៉ងច័ន្ទរាបាទហើយលោកហ៊ុនតូក៏គាត់នៅតែរស់ស៊ីធម្មតានៅប្រទេសកម្ពុជាហើយបន្តិចទៀតចាំយើងចូលដល់វិធានបទនៅសហរដ្ឋអាមេរិកម្ដងថាតើពួកចៅហ្នឹងដែលពាក់ព័ន្ធនៅអាមេរិកហ្នឹងប្រងធ្វើអីខ្លះទៅថាដៃទៅថាជើងដើម្បីលៀងឈ្មោះខ្លួនឯងដើម្បីកុំឲ្យពាក់ព័ន្ធនឹងអ្វីដែលអាមេរិកចោទបាទលោកច័ន្ទច័ន្ទរាបាទបាទអរគុណលោកឧស្សាមនីមិញនេះខ្ញុំឃើញក្រុមការងារបច្ចេកទេសយើងបានចាក់រូបភាពមួយដែលបង្ហាញពីលោកហ៊ុនតូបង្កើតក្រុមហ៊ុនបែបការនោះដូចជាក្រុមហ៊ុនហួយវ័ននឹងឯងយើងឃើញក្នុងរូបភាពបំបញ្ញមិញហ្នឹងឃើញហើយគាត់ដុតធូប3ដាវហ្នឹងហើយធូបមួយសចង់ប៉ុនកដៃហ្នឹងលក្ខណៈថាស្បត់សេចាធ្វើកិច្ចការងារហ្នឹងឲ្យជោគជ័យអីចឹងហើយយើងគិតក្នុងន័យសាមញ្ញហើយបើសិនជាលោកឧស្សាមនីនៅចាំហើយបងប្អូនទាំងអស់គ្នានៅចាំកាលពីប្រហែលជា 3-4 ឆ្នាំមុនម្ដុំឆ្នាំ2022-23នេះគឺជាពេលមួយដែលផ្ទុះកក្រើកតាក់ទងករណីពួកអ្នកមានលុយចិនពួកជនជាតិចិនមួយចំនួននៅគេមករស់ស៊ីហ្នឹងវិចលុយទាំងវ៉ាលីមកហើយចាប់ដើមកសាងបណ្ដាញជាមួយនឹងមេគេហៅថាមេដឹកនាំធំសំខាន់ណាជនជាតិចិនខ្លះគេយកលុយដុល្លារហ្នឹងមករៀបចំជាផែនទីប្រទេសកម្ពុជាពីខាងអ្នកដឹកនាំកម្ពុជាពីខាងអ្នកគាំទ្រគណៈបព្វជិជនកម្ពុជាគេបង្ហាញថាគេទាញទៅជារឿងមួយថាអាហ្នឹងគេឲ្យតម្លៃខាងជនជាតិចិនអ្នកវិនិយោគិនគេស្រឡាញ់ប្រទេសកម្ពុជាអញ្ចឹងណាប៉ុន្តែមានទស្សនៈមួយទៀតមកជ្រុងក៏គេលើកឡើងថានេះវាជាការឌឺថាប្រទេសកម្ពុជារបស់លោកហ៊ុនសែនកាលនោះគឺថាយកលុយក៏មកទិញហ្នឹងក៏ទិញបានដែរហើយទិញបានមែនទីបំផុតពួកគេទិញបានសញ្ជាតិមែនហើយមិនមែនទិញសញ្ជាតិធម្មតាទេណារហូតដល់លិខិតឆ្លងដែនដែលយើងប្រើប្រជាជនសាមញ្ញធម្មតាគ្មានពេលណាមួយដែលគាត់អាចទៅបានលិខិតឆ្លងដែនការទូតពណ៌ខៀវនឹងក្នុងការប្រើធ្វើដំណើរទេប៉ុន្តែអក្រិតជនកម្រិតពិភពលោកចោលលំដាប់អន្តរជាតិនឹងបានសញ្ជាតិខ្មែរហើយបាននៅប៉ាសពតការទូតនឹងឆ្លងទៅប្រទេសណាក៏បានបានជិះយន្តហោះផ្ទាល់ជាមួយលោកហ៊ុនសែនទៅណាមកណាសពគ្រប់បែបយ៉ាងហ្នឹងគឺយើងបានឃើញទាំងអស់គ្នាពេលមកដល់ពេលនេះមកទៅជានិយាយថាសារព័ត៌មានបរទេសនឹងជាអ្នកហែកហួររឿងនឹងធ្វើអីគេស្អុយគេឈ្មោះកម្ពុជាបំផ្លាញទំនុកចិត្តអ្នកវិនិយោគបរទេសតាមពិតជារឿងមួយដែលយើងមើលទៅដែលវាមិនគួរឲ្យជឿជាក់បានណាហើយប្រជាជនខ្មែរអ្នកវិនិយោគិនស្របច្បាប់របស់កម្ពុជាជាច្រើនណានៅក្នុងស្រុកពួកគាត់នឹងបើតាមយើងសង្កេតទៅគាត់ហាក់ដូចជាធម្មចិត្តដែរលោកអ៊ូសាំឌីគាត់ធម្មចិត្តក្នុងន័យថានៅពេលដែលពួកអក្រិតជននឹងមកចាប់ដើមរស់ស៊ីជាពិសេសករណីក្រុមហ៊ុន Prince Group អីហ្នឹងគាត់និយាយអត់កើតប៉ុន្តែដល់ពេលគេចាប់ខ្លួន Gen Z ចាប់ដើមមានអង្គញាខ្លះហ៊ាននិយាយតែម្ដងថាងជារឿងល្អដែលមានការចាប់ខ្លួនបែបហ្នឹងពីព្រោះការរស់ស៊ីរបស់ Prince Group ហ្នឹងគឺមិនរស់ស៊ីដោយពួកយើងធម្មតាទេគឺចាក់លុយទាំងលានចាយលុយទាំងលានទៅទិញអចលនទ្រព្យទៅធ្វើឲ្យសេដ្ឋកិច្ចនៅតាមតំបន់សំខាន់មួយចំនួននឹងជួបបញ្ហាពួកគាត់ដែលជាអ្នករស់ស៊ីស្របច្បាប់នឹងអត់អាចទៅប្រកួតប្រជែងមួយពួកនឹងបានសោះឧទាហរណ៍ថាអចលនទ្រព្យនឹងដីនឹងត្រូវទិញតែក្នុងតម្លៃ50,000 70,000នេះទេប៉ុន្តែពួកក្រិតជនអស់ហ្នឹងក្រុមហ៊ុនអស់ហ្នឹងគឺទិញរហូតដល់ 2-3 លានណាអញ្ចឹងគ្មានឱកាសណាមួយដែលពួកអ្នកវិនិយោគស្របច្បាប់នៅកម្ពុជានឹងអាចធ្វើបានការប្រកួតប្រជែងបានជាមួយពួកគាត់ទេដូច្នេះហើយបានជាបញ្ហានេះគឺវារ៉ាំរ៉ៃខ្លាំងមែនទែនយើងមានចំណុចមួយទៀតលោកអ៊ូសាម៉ាឌីដែលចង់បានប្រតិកម្មដែរហើយតាមពិតលោកជនច័ន្ទបុតបានបកស្រាយជាមួយនឹងលោកថាថៃកាពីម្សិលមិញនឹងដែរតែខ្ញុំចង់ចាក់សម្ដីនឹងឡើងវិញបន្តិចអ្វីដែលយើងចង់ជជែកនេះគឺអញ្ចេះដោយសារតែលោកហ៊ុនម៉ាណែតគាត់បាននិយាយថាកម្ពុជានឹងគឺជោគជ័យហើយនៅក្នុងការបង្ក្រាបអនឡាញនឹងហើយប្រទេសនានាដទៃទៀតនឹងក៏ចាប់ផ្ដើមទទួលស្គាល់ដែរដូច្នេះសូមឲ្យលោកនាងស្ដាប់នៅសម្រងសម្ដីរបស់លោកហ៊ុនម៉ាណែតត្រង់ចំណុចនេះបន្តិចសិនបន្ទាប់មកខ្ញុំសូមប្រតិកម្មពីលោកអ៊ូសាម៉ាឌីបាទសូមជើញលោកនាងស្ដាប់និងទស្សនាដូចតទៅក្នុងរយៈពេលប្រហែលខែនេះយុទ្ធនាការរបស់យើងដែលការខិតខំប្រឹងប្រែងរបស់ថ្នាក់ជាតិថ្នាក់ក្រោមជាតិអាជ្ញាធរមូលដ្ឋានកងកម្លាំងកិច្ចបងប្អូនខិតខំប្រឹងប្រែងឥឡូវមើលកសែតដែលក្នុងរយៈពេល 4-5 ខែមុនដែលគេបង្កើតឲ្យតែនិយាយឲ្យស្កាមគេចោទតែកម្ពុជាជាប្រទេសនៃការប្រមូលផ្ដុំនិងជាប្រទេសនៃការរស់រួយដែលសុខស្រួលនៃបណ្ដុំស្កាមឥឡូវកសែតភាគច្រើនលើកលប់ទាំងអស់លើកលែងថ្ងៃមុនមានស្អីអង្គការមួយAmnesty នោះដែលអង្គការមួយនោះមិនដែលទទួលស្គាល់ការប្របីរហូតប៉ុន្តែគ្រប់កសែតទាំងអស់បានចេញមកទទួលស្គាល់សរសេរឲ្យរឿង scam គឺទទួលស្គាល់នៅការយុទ្ធនាការវាយ scam នៃយើងហើយអក្រិតជនបានរត់ទៅប្រទេសផ្សេងហើយប្រទេសផ្សេងចាប់ផ្ដើមទទួលស្គាល់ថាគេមានដែរនេះគឺជាជោគជ័យតែមួយដែលពី5ខែមុនកម្ពុជាគឺជាម្នាក់ដែលទទួលបន្ទុកខ្លួនឯងតែម្ដងបាទតើសាមាឌីមានប្រតិកម្មបែបណាចំពោះការលើកឡើងរបស់លោកហ៊ុនម៉ាណែតត្រង់នេះបាទគឺខ្ញុំថាគាត់នៅតែខ្លាចការពិតលោកយ៉ងច័ន្ទរាខ្ញុំបានចូលមើលដែរពេលដែលគាត់និយាយហ្នឹងគឺខ្ញុំចូលមើលក្នុងអ៊ីនធឺណិតភ្លាម
ថាតើសារព័ត៌មានអន្តរជាតិដែលគេថា legitimate ដែលពិតប្រាកដហ្នឹងគេនិយាយមែនអត់ប៉ុន្តែភាគច្រើនដូចជាខ្មែរ Time ដូចជាសារព័ត៌មានក្នុងស្រុកដែលចុះផ្សាយជាភាសាអង់គ្លេសទេលោកយ៉ងច័ន្ទរាហើយខ្ញុំឃើញព័ត៌មានខ្លះដែរដែលគេនិយាយដូចឧទាហរណ៍ថាក្រៅពី Amnesty International មាន Channel New Asia គេនិយាយថា Cambodia crackdown on scam center leave trials of stranded victim as criminal អញ្ចឹងមានន័យថាបកប្រែខ្មែរគេថាការបង្ក្រាប scam online នៅកម្ពុជាធ្វើឲ្យមានគេថា trial មានន័យថាដានជើងជនរងគ្រោះច្រើនដែលមានដំណោះស្រាយគឺភាគច្រើនគឺគេច្រើនតែនិយាយចឹងគេថា scam compound crackdown មានន័យថាការបង្ក្រាបក៏ប៉ុន្តែខាងក្រោយហ្នឹងគេដាក់ដូចជាជនរងគ្រោះអត់ត្រូវបានដោះស្រាយឬមួយក៏អា scam compound នេះវាបិទមែនអាថ្មីតូចបានបើករុះរាយនៅតាមព្រំដែនវៀតណាមអីហ្នឹងគឺព័ត៌មានហ្នឹងគឺគេចុះផ្សាយមែនអញ្ចឹងលោកហ៊ុនម៉ាណែតគាត់យកតែដើមព័ត៌មានហ្នឹងដែល scam crackdown ហ្នឹងគាត់អត់និយាយពីព័ត៌មានពេញអញ្ចឹងមានន័យថាជនផ្ដាច់ការគឺប្រើព័ត៌មានคล้ายៗដើម្បីពង្វក់ប្រជាពលរដ្ឋនៅក្នុងស្រុកឲ្យគាត់វិលក្បងតាមគាត់និយាយហ្នឹងក៏ប៉ុន្តែខ្ញុំជឿថាអ្នកចេះដឹងហើយប្រជាពលរដ្ឋគឺគាត់អាចទៅស្រាវជ្រាវបានបាទលោកយ៉ងច័ន្ទរាអញ្ចឹងខ្ញុំគិតថាលោកហ៊ុនម៉ាណែតគាត់និយាយតែព័ត៌មានក្នុងស្រុកគាត់អត់ផ្ដោតលើអត្ថបទនៃគេនិយាយពេញដោយគាត់នឹងអត់បានចេះនិយាយភាសាអង់គ្លេសអញ្ចឹងហេតុតែគាត់រៀនដល់បណ្ឌិតមករៀនដល់ West Point ចំណាយលុយអស់រាប់ម៉ឺនដុល្លារឲ្យប្រើឥទ្ធិពលរបស់ឪពុកដើម្បីមករៀនសាលា West Point ផងធ្វើមកដូចចេះអត់ចេះអានអត្ថបទអង់គ្លេសដែលគេទៅសេនៃគេទៅសេបាទលោកយ៉ងច័ន្ទរាបើជួនកាលទៅសាមណេរអាច level កម្រិតនៃភាសាអង់គ្លេសដែលគាត់ប្រើជា level pro ជា level pro ដែល level ខ្ពស់បំផុតបើឡានវិញដូច level premium ដល់ពេលភាសារបស់អ្នកកសែតសរសេរហ្នឹងវា level ជនសាមញ្ញដើម្បីមើលជួនកាលអាចមើលអត់ឃើញដែររឿងខ្លះពាក្យខ្លះអាចអានពិបាកគាត់អាចអត់យល់ដែរពីព្រោះអី level ភាសាអង់គ្លេសគាត់វា proficiency ខ្លាំងពេកដូចខ្ញុំនិយាយចឹងជួនកាលការចុះផ្សាយថាពាក្យថាជោគជ័យអីចឹងទៅគេមិនមែនមកសង្កត់ធ្ងន់ថារដ្ឋាភិបាលនឹងជោគជ័យទេជួនកាលគេស្រង់សម្ដីគេ quote ថាមន្ត្រីរដ្ឋាភិបាលអះអាងថាការបង្ក្រាបនឹងជោគជ័យចឹងណាគេប្រើពាក្យហ្នឹងតាអានោះភាសាកសែតដូចខ្ញុំនិយាយចឹងអានោះភាសារបស់សាមញ្ញជនយើងមើលទៅយល់ហើយប៉ុន្តែដល់ពេលអង់គ្លេស level pro ទៅជួនកាលអាចពិបាកមើលដែរមើលអាចអត់យល់តែចំណុចមួយសង្ឃឲ្យសាមណេរជួយបកស្រាយបន្ថែមទៀតដែរតើមានប្រទេសណាដែលបានទទួលស្គាល់ថាកម្ពុជានឹងជោគជ័យដែរនៅសាមឌីហើយទទួលស្គាល់ថាកម្ពុជានឹងទទួលស្គាល់ថាប្រទេសរបស់គេខ្លួនឯងហ្នឹងគឺមាន scam online ហ្នឹងដែរមានហើយនៅមានបានតាមដានរឿងហ្នឹងទេបាទបើតាមខ្ញុំសង្កេតមើលលោកយ៉ងច័ន្ទរាអត់ទាន់មានឃើញប្រទេសណាដែលក្រៅពីសារព័ត៌មានដូចលោកហ៊ុនម៉ាណែតគាត់លើកឡើងមិញសារព័ត៌មានដែលនេះតាមរដ្ឋាភិបាលដូច Reuters ដូច BBC ដូច CNN ដូច Fox News ហ្នឹងអត់ទាន់មានសារព័ត៌មាន legitimate ណាដែលគេឯករាជ្យណាដែលគេទទួលស្គាល់ថាស្រុកខ្មែរបង្ក្រាប scam center បានជោគជ័យទេគឺអត់ទាន់មានទេហើយអត់ទាន់មានសវត្ថការទូតពីប្រទេសណាមួយដែលទទួលស្គាល់ថាលោកហ៊ុនម៉ាណែតដែលជាសម្ដេចបវរបាត់ដីហ្នឹងបានបង្ក្រាបពួក scam online ហ្នឹងទេគឺអត់ទាន់មានសោះគឺគាត់នឹងនៅតែគាត់ថានៅក្នុងក្តីសុបិនរបស់គាត់នឹងគាត់គិតថាគាត់ធ្វើបានជោគជ័យក៏ប៉ុន្តែ reality ការពិតគឺអត់ទាន់បានធ្វើអ្វីអស់ទាំងអស់គឺបានតែដូចគាត់និយាយនឹងបានតែបំផៅព័ត៌មានคล้ายៗនៅក្នុងស្រុកហ្នឹងហើយយើងនៅឃើញនៅលើ screen នេះហើយដូចជា Reuters ដូចជា Bloomberg ដូចជាអីគឺគេផ្សាយព័ត៌មានថា Cambodia scam center still operating បើបងប្អូនខ្មែរអត់យល់ថាពាក្យហ្នឹងយ៉ាងម៉េចជាភាសាអង់គ្លេសខ្ញុំបកប្រែគេថា scam center នៅស្រុកខ្មែរនៅតែបើកដដែលក៏ប៉ុន្តែបើកជាខ្នាតតូចម្ដងលែងជាខ្នាតធំដូចជាលីយ៉ុងផាត់ឬមួយក៏កុកអានបើកពីស្ថាបត្យកម្មអគារធំលើកមុនចាប់មនុស្សរាប់ម៉ឺននាក់នៅក្នុងនឹងឃុំឃាំងហើយធ្វើជា scam ហ្នឹងគឺលែងមានមែនក៏ប៉ុន្តែពួកហ្នឹងបំបែកខ្លួនទៅជាស្ថាបត្យកម្មតូចតាមតូបកាហ្វេតាមតូបអ៊ីនធឺណិតតាមផ្ទះល្វែងតូចអីហ្នឹងអាហ្នឹងវានៅតែមានដដែលហើយបងប្អូនអាចចូលមើលខ្លួនឯងបានក្នុងសារព័ត៌មានអាចវាយ Google បានបងប្អូននឹងឃើញសារព័ត៌មានអន្តរជាតិល្បីៗដែលអត់លំអៀងគេទៅសេពីការ scam ហ្នឹងយ៉ាងម៉េចបាទលោកយ៉ងច័ន្ទរាហើយប្រទេសផ្សេងដូចជាមីយ៉ាន់ម៉ាដូចជាអីដែលលោកលើកឡើងហ្នឹងទទួលស្គាល់ប្រទេសហ្នឹងគឺគេមាន scam មុនស្រុកខ្មែរទៀតហើយការឆោបោកហ្នឹងវាមានចាប់ផ្ដើមពីមីយ៉ាន់ម៉ាហើយប្រទេសឡាវពីគ្រឿងញៀនពីអីហ្នឹងក៏ប៉ុន្តែកុំច្រឡំមិនមែនរដ្ឋាភិបាលគេនៅគេពីក្រោយទាំងមូលចឹងទេរដ្ឋាភិបាលមីយ៉ាន់ម៉ាហើយឡាវអត់ដែលឲ្យសញ្ជាតិ
ក្រុមចៅយកលុយទាំងលៀនយកមកលៀងនៅស្រុកខ្មែរដូចជា Chenji ដូចជាស្អីចឹងទេគឺអត់មានទេប៉ុន្តែលោកហ៊ុនសែនគាត់ច្រើនតែធ្វើអ្វីខុសពីគេគាត់ឲ្យសញ្ជាតិពួកចៅហ្នឹងហើយគឺឲ្យតំណែងពួកចៅហ្នឹងទៀតដូចជាតំណែងស្មើនឹងមន្ត្រីក្រសួងមួយចឹងទៅដូចជា Chenji ចឹងទៅហើយមានប៉ាសពតការទូតដើរហៅជុំវិញពិភពលោកហើយឲ្យយន្តហោះគាត់ជិះជុំវិញពិភពលោកអីចឹងទៅជិះយន្តហោះជាមួយចៅទៅ Cuba ទៅធ្វើការទូតនៅអាមេរិកអីចឹងទៅគឺគេអត់ដែរមានតែស្រុកខ្មែរមួយអញ្ចឹងបានថាពាក្យថ្មីដែលនៅស្រុកខ្មែរយើងហ្នឹងគឺថាស្រុកខ្មែរដើរមួយជំហានទៀតហើយនឹងហើយគឺបោះមួយជំហានទៀតមែនគឺឲ្យសញ្ជាតិទៅពួកចោល scam online ហើយនឹងតំណែងដល់ប្រទេស scam ដូចមីយ៉ាន់ម៉ាគឺគេអត់ដែរមានរត់នៅពីក្រោយបាទលោកយ៉ងច័ន្ទរាអរគុណសាមរីដែលបានបញ្ជាក់ចំណុចនេះខ្ញុំពេញចិត្តមែនទែនអ្វីដែលសាមរីបញ្យល់ត្រង់ចំណុចនេះមានន័យថាប្រទេសខ្លះវាមានការឆបោកអនឡាញមែនក៏ប៉ុន្តែមិនមែនជាទម្រង់នៃការអនុវត្តដោយកម្ពុជាដែលរដ្ឋអំណាចហ្នឹងគឺជាអ្នកបើកឲ្យមានពួកនឹងធ្វើប្រតិបត្តិការហើយជួយសម្របសម្រួលជួយការពារក្រុមអក្រិតជនហ្នឹងទេករណីនៅប្រទេសមីយ៉ាន់ម៉ាឬមួយក៏នៅឡាវអីចឹងអាចពួកគេទៅជ្រោកជ្រៀតនៅតាមគេហៅថាតំបន់ដែលមានកងកម្លាំងប្រដាប់អាវុធដូចនៅមីយ៉ាន់ម៉ាអីមានកុលសម្ព័ន្ធមានក្រុមមួយចំនួនគេប្រកាសផ្ដាច់ខ្លួនពីរដ្ឋាភិបាលហ្នឹងគឺពួកហ្នឹងទៅជ្រោកក្រោមក្រុមអស់ហ្នឹងហើយធ្វើប្រតិបត្តិការនៅក្បែរព្រំដែនប្រទេសថៃអីចឹងហើយនៅតាមនៅក្នុងប្រទេសឡាវហ្នឹងក៏ដូចគ្នាគឺគេមានក្រុមឆបោកនឹងដែរក៏ប៉ុន្តែមិនមែនជាការធ្វើប្រតិបត្តិការជាចំហហើយមានការការពារពីរដ្ឋអំណាចដោយករណីនៅកម្ពុជានឹងទេចំណុចនេះគឺវាជារឿងសំខាន់មួយដែរដែលលោកនាងអាចពិនិត្យឃើញគឺករណីនៅកម្ពុជានេះគឺបញ្ហាគឺនៅត្រង់ថារដ្ឋអំណាចនេះគឺជាអ្នកជួយការពារជាអ្នកការពារក្រុមហ្នឹងហើយបានទូនាទីបានបនស័កលៀបសក្ការៈហ្នឹងពួកហ្នឹងប្រហែលជាមិនត្រូវការបនស័កអីហ្នឹងទេប៉ុន្តែគ្រាន់តែថាត្រូវការឈ្មោះហ្នឹងដើម្បីឲ្យពួកគេអាចធ្វើប្រតិបត្តិការបានហើយតាមអ្វីដែលយើងសង្កេតឃើញកន្លងមកចេះទៀតលោកអ៊ូសាំឌីពួកអក្រិតជនអស់ហ្នឹងតាមពិតមិនមែនចាប់ផ្ដើមឡើងដោយការមកចង់មកធ្វើប្រតិបត្តិការនៅកម្ពុជានេះទេបើយើងមើលរបាយការណ៍កន្លងមកតាមពិតពួកគេដើរច្រែដែរសាំឌីច្រែភាសាខ្មែរសាមញ្ញថាច្រែមើលស្រុកណាប្រទេសណាតំបន់ណាដែលពួកគេអាចទៅធ្វើមុខរបរទុច្ចរិតរបស់គេនឹងបានណាដល់ពេលច្រែចុះច្រែឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហ្នឹងទៅនៅមីយ៉ាន់ម៉ាអាចធ្វើបានដែរប៉ុន្តែមិនមែនកម្រិតដែលមានលក្ខណៈស្ថិរភាពរយៈពេលវែងទេពីព្រោះបើជ្រកក្រោមក្រុមប្រដាប់អាវុធណាមួយចឹងទៅគឺតាន់តិចទៅបើរដ្ឋាភិបាលគេប្រក្រាបគឺវាដួលហើយក្រុមហ្នឹងនឹងត្រូវបិទហើយនៅឡាវក៏ចឹងដូចគ្នាប៉ុន្តែដល់ពេលច្រែចុះច្រែឡើងមកប៉ះចំកម្ពុជារបស់លោកហ៊ុនសែននេះគឺថាស្រាប់តែបើកចិត្តទូលាយតែម្ដងឲ្យពួកគេមកធ្វើអីបានស្រេចចិត្តហើយចាប់ផ្ដើមចុះបញ្ជីមានក្រុមហ៊ុនមានអីត្រឹមត្រូវរហូតដល់ក្រុមហ៊ុន Prince Group នឹងទៅធ្វើនាឡិកាដៃអីណាដើម្បីលោកហ៊ុនសែនយកទៅចែកឲ្យមេដឹកនាំអាស៊ានយកទៅចែកឲ្យមេដឹកនាំពិភពលោកដូចថាបាសក់ជ្រូងអញ្ចឹងណាមើលទៅយកលុយចោលមកធ្វើឲ្យចែកឲ្យមេដឹកនាំពិភពលោកអានេះរឿងមួយដែលញាក់សាច់ដែរបើយើងដឹងពេលហ្នឹងក៏ប៉ុន្តែអ្វីដែលយើងឃើញមួយទៀតហ្នឹងគឺថាវាគឺរឿងហួសចិត្តហ្នឹងគឺលោកហ៊ុនម៉ាណែតគាត់និយាយថាអីគេ amnesty ស្អីគេនោះលោកហ៊ុនម៉ាណែតដូចជាខឹងដូចជាស្អប់ណាស់ថា amnesty ហ្នឹងគឺថាផ្សាយប្រឆាំងគឺតែទៅលើការដឹកនាំរបស់ឪពុករបស់គាត់តាមពិតវាគួរតែបច្រាស់មកវិញលោកអ៊ូសាំឌីបើយើងមើលទៅបច្រាស់ថងថាបើគាត់ចេះស្ដាប់គេតែបន្តិចចេះស្ដាប់ Amnesty International តែបន្តិចកាលពី 3-4 ឆ្នាំមុនណាម្លេះសមស្រុកខ្មែរហ្នឹងគឺអត់ធ្លាក់ដល់កម្រិតហ្នឹងឯងពីព្រោះរបាយការណ៍របស់ Amnesty International កាលពី 3-4 ឆ្នាំមុនគឺគេបានបញ្ជាក់ច្បាស់ណាស់នៅរឿងឧក្រិដ្ឋកម្មអនឡាញហ្នឹងប៉ុន្តែនៅពេលដែលពួកគាត់នៅទទួលបានផលពីចោលនៅមានប្រយោជន៍ពួកចោលនៅផ្ដល់ប្រយោជន៍ឲ្យបានវាទៅជាក្រុម Amnesty International ហ្នឹងគឺជាក្រុមអង្គការដែលប្រឆាំងកាប់មុខដល់ពេលឥឡូវទៅគេរដ្ឋាភិបាលពងប្រក្រាបហើយក៏ប្រឆាំងបន្តទៀតប៉ុន្តែក្នុងន័យថាបើចេះស្ដាប់គេតែបន្តិចកាលពី 3-4 ឆ្នាំមុនម្លេះសំស្រុកខ្មែរហ្នឹងវាអត់ធ្លាក់ដល់ដំណាក់កាលបច្ចុប្បន្នហ្នឹងទេតើចំណុចនេះសាំឌីមានទស្សនៈយ៉ាងម៉េចវិញបាទខ្ញុំគិតថាលោកហ៊ុនម៉ាណែតធ្វើជាដល់ថ្នាក់នាយករដ្ឋមន្ត្រីប្រទេសមួយហើយបើអត់ស្គាល់ Amnesty International ទៀតគឺដូចជានៅក្នុងក្អមអញ្ចឹងគឺស្ថាប័ននេះគឺជាស្ថាប័នដ៏ល្បីមួយនៅលើពិភពលោកគឺគេមានអ្នកឯកទេសហើយអ្វីដែលគេធ្វើការគឺច្រើនតែគេយកអ្នកឯកទេសដែលធ្លាប់ធ្វើការនៅអង្គការសិទ្ធិមនុស្សពិភពលោកដែលយើងហៅថា Human Rights ហ្នឹងយកមកធ្វើការនៅក្រោមស្ថាប័នគេជាមួយស្ថាប័នគេអតីតស្ថាប័នសិទ្ធិមនុស្សពិភពលោកហ្នឹងហើយគេគឺមានអ្នកឯកទេសជំនាញខាង research សិក្សាត្រឹមត្រូវហើយគេផ្ដល់ជាដំណោះស្រាយដល់រដ្ឋមួយដែលអត់អាចកំចាត់អ្វីមួយបានលើកឧទាហរណ៍ថាឥឡូវហ្នឹងជាក់ស្ដែងស្រុកខ្មែរគឺអត់មានដំណោះស្រាយសម្រាប់ scam online គឺគេមើលឃើញតាមពីលោកយ៉នច័ន្ទរានិយាយចឹងកាលពី 2-3 ឆ្នាំមុននឹង scam ហ្នឹងរីកស្គុះស្គាពេញប្រទេសកម្ពុជាមុននឹងពិភពលោកស្គាល់កម្ពុជាហើយជាប្រទេសពី Cambodia ទៅ Cambodia ហ្នឹងគឺគេផ្ដល់ដំណោះស្រាយយូរហើយក៏ប៉ុន្តែ
លោកហ៊ុនម៉ាណែតអត់យកទៅជាយកគួរក្បាលយកទៅមើលអត្ថបទគេដំណោះស្រាយគេយកទៅដើម្បីអភិវឌ្ឍប្រទេសកម្ពុជាទេគឺគាត់ធ្វើបច្ច្រាស់វិញធ្វើក៏ក្លឿនយកចោលធ្វើជាជំនួយការឬមួយក៏ advisor អីចឹងទៅហើយបើកប្រើ National Bank គឺគេថាធនាគាររដ្ឋរបស់កម្ពុជាហ្នឹងយកទៅឲ្យអាជ្ញាប័ណ្ណពួកចៅនឹងបើកជាសាធារណៈដើម្បីបោកលុយប្រជាពលរដ្ឋខ្មែរទៀតពេញភ្នំពេញហើយនឹងទូទាំងប្រទេសកម្ពុជាអញ្ចឹងទៅគឺគាត់នៅតែក៏ក្លឿនប្រឆាំងនឹងគេនឹងហើយបានរាល់ថ្ងៃស្រុកខ្មែរយើងវិវត្តទៅដល់ Cambodia ហ្នឹងដល់ថ្នាក់ពិភពលោកគេចាប់ផ្ដើមចាប់អារម្មណ៍ហើយគេខាត់ប្រជាពលរដ្ឋគេកុំឲ្យមកលេងស្រុកខ្មែរបានទើបតែភ្ញាក់ខ្លួនថាអូយើងឥឡូវត្រូវធ្វើសង្គ្រាមប្រឆាំងដើម្បីទាមទារយកកិត្តិយសប្រទេសជាតិយើងមកវិញអាហ្នឹងឥឡូវគឺវាគេយឺតពេលហើយលោកយ៉ងច័ន្ទរាព្រោះអីមុននឹងលៀងឈ្មោះប្រទេសមួយដែលក៏ខ្វក់បានត្រូវការរយៈពេលយ៉ាងណាក៏3ទៅ4ឆ្នាំដែរដើម្បីយកការវិនិយោគដែលបរទេសគេពីមុនគេទុកចិត្តលើយើងហ្នឹងមកវិញហើយធ្វើម៉េចទៅពង្យល់រដ្ឋាភិបាលដោយរដ្ឋាភិបាលកូរ៉េហ្នឹងឲ្យមានការហោះហើរដូចមុនវិញទេសចរដូចមុនវិញគឺត្រូវការរយៈពេលយូរដើម្បីគេថា building trust ដើម្បីធ្វើឲ្យការទុកចិត្តរវាងប្រជាពលរដ្ឋប្រទេសមួយដែលគេធ្លាប់បាត់បង់ការទុកចិត្តហ្នឹងមកលេងប្រទេសយើងវិញដូចដើមឲ្យគេមានអារម្មណ៍ថាស្រុកខ្មែរគឺជាប្រទេសមួយដ៏មានសុវត្ថិភាពដែលអាចគេយកជីវិតគេយកមកទស្សនាយ៉ាងសប្បាយនៅប្រទេសយើងបានអញ្ចឹងវាមានការលំបាកលោកយ៉ងច័ន្ទរាក្នុងការកសាងគេឈ្មោះប្រទេសមួយដែលធ្លាប់ជាប្រទេស scam ដែលប្រទេសចាប់ចម្រិតសម្លាប់ប្រជាជនគេហើយបន្ទាប់មកគាត់ចង់លៀងខ្លួនដោយឪពុកគាត់ហ្នឹងគាត់ចង់លៀងខ្លួនថាឃាតករគឺរត់ទៅប្រទេសថៃតែប្រទេសខ្មែរគឺអត់បានដឹងអីទេបើត្រូវឆៃត្រូវស៊ើបអង្កេតប្រទេសថៃព្រោះអីឃាតករនោះរត់ទៅប្រទេសថៃដូចជាគាត់និយាយអញ្ចឹងប្រាប់អន្តរជាតិជាដើមតើមានអន្តរជាតិណាគេជឿគឺគេចង់បានដំណោះស្រាយគឺគេចង់បានអ្នកណាដែលពាក់ព័ន្ធនឹងរឿងក្តីនឹងមិនមែនគ្រាន់តែលៀងខ្លួនទេថាខ្ញុំអត់ដឹងទេរួចខ្លួនទេលោកយ៉ងច័ន្ទរាអារឿងលៀងខ្លួនហ្នឹងទីទៀតចូលដល់រឿងកូនភាសាអតីតកូនភាសាលោកហ៊ុនសែនយឹមឆៃលីហ្នឹងដែលជាអតីតភរិយាលោកហ៊ុនម៉ាណីហ្នឹងប្រហែលថ្ងៃនេះគេដើម្បីលៀងខ្លួនគេគឺគេនៅរាជធានី Washington គឺគេបានជួលមេធាវីមួយដើម្បីការពារក្តីគេគឺលោកយឹមលក្ខបាទខ្ញុំចាំយើងចូលដល់ប្រធានបទនឹងតិចទៀតលោកយ៉ងច័ន្ទរាបាទហើយយើងនឹងជជែករឿងនឹងបន្តបន្តិចទៀតឥឡូវខ្ញុំងាកមកអ្នកស្ដាប់បន្តិចដែរគាត់មានជា comment ផងគាត់មានជាសំណួរខ្លះដែរគាត់ comment ហ្នឹងខ្ញុំចង់អាន comment បន្តិចគាត់និយាយអញ្ចេះមានអ្នកស្ដាប់យើងមួយរូបនោះគាត់ថាมันអាចបំបត្តិបានទាំងស្រុងរាល់ទីតាំងអ ுக ្រិតកម្មឆបោកតាមអនឡាញទេដោយសារតែមានការផ្លាស់ប្ដូរទីតាំងពីទីកន្លែងមួយទៅទីកន្លែងមួយគឺมันអាចបំបត្តិបានទេដែលរដ្ឋាភិបាលកម្ពុជាត្រូវតែយកចិត្តទុកដាក់នេះជា comment របស់អ្នកស្ដាប់គាត់ចង់និយាយអំពីការបែកសម្បុកធំជំរកធំប៉ុន្តែពួកគេមកជ្រកក្រោមឧស្សាហកម្មឬមួយក៏គេហៅទីតាំងរស់ស៊ីតូចតាចbusiness ខ្នាតតូចហើយនឹងយើងឃើញថ្មីហ្នឹងក៏មានដែរករណីចុះទៅបង្ក្រាបពួកឆបោកអនឡាញក្នុងរថយន្តទំនើបរបស់ពួកគេតែម្ដងអញ្ចឹងរបៀបដែលពួកគេធ្វើប្រតិបត្តិការឆបោកហ្នឹងក៏សម្របខ្លួនទៅតាមបរិយាកាសបច្ចុប្បន្នហ្នឹងដែរមានអ្នកខ្លះទៀតគាត់ជាសំណួរប៉ុន្តែសំណួរក៏ជាលក្ខណៈយោបល់ដែរទេគាត់និយាយថាកុំដាក់បន្ទុកទៅលើអ្នកសារព័ត៌មានគ្រាន់តែយកព័ត៌មានបង្ហាញសាធារណជននៅហេតុការណ៍អ្វីដែលបានកើតមានឡើងចុះប្រសិនបើសារព័ត៌មានអន្តរជាតិមិនផ្សព្វផ្សាយវិញតើប៉ុន្មានអ្នកទៀតដែលត្រូវខ្លាចជាអ្នករងគ្រោះនៅក្នុងរឿងឧក្រិដ្ឋកម្មឆបោកអនឡាញនេះសាមរីចង់ឆ្លើយតបចំណុចហ្នឹងដែរទេបាទខ្ញុំគិតថាបើសិនជាសំណួរនេះគឺគេសួរថាបើសិនជាសារព័ត៌មានអន្តរជាតិអត់ផ្សព្វផ្សាយពីគាត់ចង់និយាយសំដៅទៅលើរដ្ឋាភិបាលកម្ពុជាដែលអាចជាបង្ក្រាបហើយមិនមែនលោកយ៉ងច័ន្ទរាសំណួរនេះនៅគាត់ចង់សួរថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតហ្នឹងបន្ទោសទៅលើអ្នកសារព័ត៌មានថាផ្សាយព័ត៌មានហ្នឹងទៅធ្វើឲ្យខូចកិត្តិយសកេរ្តិ៍ឈ្មោះកម្ពុជាហ្នឹងហើយសំណួររបស់គាត់ហ្នឹងគាត់សួរអញ្ចេះថាចុះបើសិនបើសារព័ត៌មានអន្តរជាតិហ្នឹងមិនផ្សាយវិញតើមិនដឹងមនុស្សប្រមាណអ្នកទៀតអាចនឹងរងគ្រោះដែរលោកសាមឌីគាត់ចង់សួរបែបហ្នឹងបើមិនផ្សាយបើសារព័ត៌មានបរទេសមិនផ្សាយតើរឿងហ្នឹងវាដោះស្រាយបានអត់បើសារព័ត៌មានបរទេសមិនផ្សាយគឺក្រុមលោកហ៊ុនម៉ាណែតហ្នឹងគឺនៅតែជួយការពារចោលរស់ស៊ីជាមួយចោលហើយនឹងបោកពិភពលោកដើម្បីបានផលប្រយោជន៍ដល់គ្រួសារគាត់និងលោកយ៉ងច័ន្ទរារឿងនេះបើសិនជាលោកហ៊ុនសែនគាត់មិនមានមហិច្ឆតាចេះដឹងរឿងគេចាក់ផ្សាយសម្លេងប្អូនធွာគាត់នៅប្រទេសថៃហ្នឹងកូនប្អូនធွာគាត់ហ្នឹងក៏គ្មានរឿងដល់បែកដែរលោកយ៉ងច័ន្ទរាដោយសារមានសង្គ្រាមហ្នឹងហើយភាគីថៃគេបានទៅឈ្លានពានទឹកដីយើងហើយគេបានយកអាគារ scam ហ្នឹងគេបានវាយយកអាគារ scam ហ្នឹងហើយឥឡូវគេនៅការពារអាគារ scam ហ្នឹងហើយ
គេបើកអាគារ scam ហ្នឹងទៅឲ្យឯកសារអន្តរជាតិល្បីៗដូចជា BBC ដូចជាអីគេចោះទៅផ្សាយហ្នឹងដើម្បីក្រេបយកព័ត៌មានបង្ហាញពិភពលោកឲ្យឃើញហ្នឹងបាន cyber scam នៅស្រុកខ្មែរហ្នឹងចាប់ផ្ដើមផ្ទុះជាសាធារណៈហើយអន្តរជាតិគេបានឃើញយ៉ាងពិតប្រាកដថាពួកនេះឈប់បោកយ៉ាងម៉េចហើយក្នុងឯកសារហ្នឹងមានអ្នកណាពាក់ព័ន្ធខ្លះហើយអ្នកដែលពាក់ព័ន្ធហ្នឹងមិនមែនជាប្រជាពលរដ្ឋធម្មតាទេលោកយ៉ងច័ន្ទរាដូចជាលីយ៉ុងផាត់ដូចជាកុកអានហ្នឹងសិតតែអ្នកដៃឆ្វេងដៃស្ដាំរបស់លោកហ៊ុនសែនកាន់លុយឲ្យគ្រួសារគាត់ផ្ទាល់ផងហើយដូចជាលោកសសុខាអីហ្នឹងប្រហែលថ្ងៃហ្នឹងដូចជាជួលមេធាវីឯការពារក្តីគាត់នៅរាជធានី Washington អីហ្នឹងដើម្បីលៀងខ្លួនគាត់ហ្នឹងយ៉ាងស្វាត់ស្វែងអញ្ចឹងហើយបានវាមិនមែនជារឿងធម្មតាដែលពាក់ព័ន្ធគឺពាក់ព័ន្ធទាំងចង្កោមទាំងគ្រួសាររបស់គាត់ធ្វើការជាមួយចៅដើម្បីបោកអន្តរជាតិហើយបោកលុយប្រជាពលរដ្ឋខ្មែរដែលខំរស់ស៊ីមកបាន 10,000 20,000 ដើម្បីទិញមានគេថាសង្ឃឹមថាបានផ្ទះថ្មីនៅក៏ប៉ុន្តែពួកចៅនឹងបោកលុយញើសឈាមគាត់នឹងទៀតគាត់រកបានសឹងតែមួយជីវិតហើយ 10,000 20,000 ទិញផ្ទះល្វែងនៅផ្ទះវិឡានៅហ្នឹងឥឡូវផ្ទះហ្នឹងអត់ចេញជាផ្ទះទៀតបានតែសំណង់ធម្មតាសង់ចោលអញ្ចឹងទៅរត់អញ្ចឹងទៅអញ្ចឹងហើយបានអា scam នេះវាមិនមែនប៉ះពាល់តែអន្តរជាតិទេគឺប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរយើងច្រើននៅក្នុងស្រុកប៉ុន្តែតោះតែគ្នាមិនហ៊ាននិយាយដោយសារដឹងថាតានិយាយគឺចាប់ដាក់គុកងើបមួយវាយមួយនៅតែមានដដែលបាទអរគុណច្រើនសាមណេរដែលបានរំលឹកពីសាវតារឿងត្រង់ចំណុចហ្នឹងបន្តិចដែរខ្ញុំមើលទៅយើងមើលទៅដូចជាឃើញថាអញ្ចឹងមែនបើសិនជាមិនមានការចោះទៅជាការពិតដែរថាសង្គ្រាមហ្នឹងគឺជាសង្គ្រាមឈ្លានពានដែលយោធាថៃបានធ្វើលើកម្ពុជាប៉ុន្តែបន្ទាប់ពីពួកគេបានគ្រប់គ្រងទៅលើទីតាំងកាស៊ីណូអីមួយចំនួនហ្នឹងហើយពួកគេប្រើតាក់ទិកមួយគឺដើម្បីឲ្យមើលឃើញថាការប្រតិបត្តិការយោធារបស់គេហ្នឹងគឺធ្វើឡើងក្នុងរូបភាពល្អទេវិជ្ជមានទេដើម្បីមកបំបែកសម្បុកអនឡាញហ្នឹងក៏ចាប់ផ្ដើមឃើញថាទីតាំងអាគារកាស៊ីណូរបស់អ្នកធំស្រុកខ្មែរដែលមានមូលដ្ឋាននៅតាមព្រំដែនខ្មែរថៃនោះពិតជាកន្លែងមួយដែលប្រតិបត្តិការឆបោកអនឡាញមែនហើយក៏ចាប់ផ្ដើមបែកសម្បុកពីហ្នឹងមកទៅបានរដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតនឹងចាប់ផ្ដើមវាអត់មានជំរឿនអីផ្សេងក្រៅពីការដោះស្រាយបញ្ហាហ្នឹងដូច្នេះហើយក៏ចាប់ផ្ដើមងាកមកដាក់ចេញនូវប្រតិបត្តិការបង្ក្រាបអនឡាញហ្នឹងជាបន្តបន្ទាប់ហើយខ្ញុំបានធ្លាប់សួរលោកសេងមន្លីដែលជាអ្នកតាមដានភូមិសាស្ត្រនយោបាយហើយនឹងរឿង scam online ហ្នឹងដែរគាត់និយាយថាលោកហ៊ុនម៉ាណែតនឹងរដ្ឋាភិបាលក៏ដើរក្រោយរដ្ឋាភិបាលថៃមកជំហានទៀតដែរការដែលទៅជាធ្វើឲ្យស្របទៅនឹងអ្វីដែលរដ្ឋាភិបាលថៃធ្វើហ្នឹងវាទៅជាមើលឃើញរូបភាពមួយថាអ្វីដែលយោធាថៃគេធ្វើហ្នឹងគឺត្រូវមែនគឺគេមកបង្ក្រាបមែនព្រោះស្រុកខ្មែរមានក្រកម្មអនឡាញតែពេលយើងចាប់ផ្ដើមធ្វើដោយស្រតាមក្រោយគេទៅវាទៅជាគ្រប់គ្រងនៅមូលហេតុរបស់គេនោះអាហ្នឹងគឺជាអ្វីដែលលោកសេងមេនឌីគាត់ធ្លាប់លើកឡើងខ្ញុំចង់ងាកមកចំណុចមួយទៀតសាមឌីបានមានការលើកឡើងពីខាងដើមហោហែមកដែរតាក់ទងទៅនឹងរឿងក្រមមន្ត្រីរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្ដើមចង់លុបលាងកេរ្តិ៍ឈ្មោះចង់ធ្វើឲ្យខ្លួនឯងនឹងស្អាតស្អំមិនពាក់ព័ន្ធទៅនឹងអ ுக ្រិតជននឹងហើយដោយការព្យាយាមជួលមេធាវីឬមួយក៏ក្រុមហ៊ុន lobby នឹងឲ្យគេមកជួយបញ្ចុះបញ្ចូលពួកអ្នកមុខអ្នកការនៅអាមេរិកនេះហើយករណីមួយដែលយើងបានដឹងទាំងអស់គ្នាគឺករណីរបស់លោកសសុខាដែលគាត់បានជួលមេធាវី2ក្រុមហ៊ុនមេធាវី2ហ្នឹងដើម្បីឲ្យជួយលុបលាងកេរ្តិ៍ឈ្មោះរបស់គាត់ពាក់ព័ន្ធទៅនឹងការចង់ដាក់ទណ្ឌកម្មគាត់ក្នុងរឿងអ ுக ្រិតកម្មអនឡាញនឹងហើយលោកសសុខាមានលុយមែនតើយើងមិនដឹងថាលុយរបស់គាត់បានពីប្រភពណាទេរហូតដល់$300,000ដើម្បីមកជួលក្រុមហ៊ុនមេធាវីអាមេរិក2ហ្នឹងឲ្យជួយ lobby ហើយលោកសសុខាខ្លួនឯងហ្នឹងតាមពិតកាលពីប្រហែលឆ្នាំមុនក៏ជាប់ឈ្មោះនៅក្នុងអ្នកដែលធ្លាប់មានតំណែងជាមួយនឹងពួកអ ுக ្រិតជនចិនដែលរុស្ស៊ីដែលក្រោយមកត្រូវបានគេរកឃើញថាជាពួករុស្ស៊ីឆបោកអនឡាញហ្នឹងដែរដូច្នេះហើយតើការប្រើប្រាស់លុយការប្រើប្រាស់ថវិការាប់សែនដុល្លាររបស់មន្ត្រីរដ្ឋាភិបាលកម្ពុជានឹងអាចមានប្រសិទ្ធភាពដែរទេនៅក្នុងការ lobby ឬមួយក៏លៀងខ្លួនឯងឲ្យចេញអំពីបញ្ជីនៃក្រុមដែលត្រូវដាក់ទណ្ឌកម្មក្នុងសេចក្តីស្នើច្បាប់របស់អាមេរិកហ្នឹងបាទលោកយ៉ងច័ន្ទរាខ្ញុំគិតថាគឺយឺតពេលហើយសម្រាប់លោកសសុខាព្រោះអីផោះតាងអាមេរិកត្រូវបានរកឃើញហើយអ្នកឯកទេសរបស់អាមេរិកគេបានទៅប្រជុំសភាពេញអង្គបានលើកឡើងពី committee ដែលគេហៅថា China Shock 2.0 ហ្នឹងមានន័យថានិយាយពីស្ថិរភាពគេថា national security របស់ចិនគេថា security តំបន់របស់ចិនក៏ប៉ុន្តែនៅក្នុងនោះគេលើកឡើងពីបញ្ហាខ្មែរយកមកនិយាយហើយនៅក្នុងនោះ recommendation របស់គេហ្នឹងគឺបានគេឃើញថាលោកសសុខាបានទៅប្រទេសចិនហើយជាសម្បកក្រៅគឺគាត់ទៅដើម្បីយកបច្ចេកវិទ្យាដើម្បីបង្ក្រាប scam online ប៉ុន្តែអាមេរិករកឃើញថាគាត់មកយកភ្នាក់ងារសម្ងាត់របស់ចិនចូលមកស្រុកខ្មែរដើម្បីបង្កើតcyber scam ហ្នឹងនៅក្រោម project មួយដែល project របស់ចិនដែលគម្រោងរបស់ចិនហ្នឹងគឺហៅថា Belt and Road Initiative មានន័យថាការ
វិនិយោគដ៏ធំសម្រាប់រវាងខ្មែរហើយនិងចិនអញ្ចឹងហើយគេឃើញថាលោកសសខាគឺជាមេខ្លោងសម្រាប់អ្នកគឺគាត់ទី1គឺគាត់ជាឧបនាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជាទី2គឺគាត់ជារដ្ឋមន្ត្រីក្រសួង Interior Ministry of Interior បកប្រែខ្មែរគឺក្រសួងមហាផ្ទៃបាទអញ្ចឹងហើយគឺការពាក់ព័ន្ធនេះគឺគាត់នឹងហើយជាអ្នកបើកផ្លូវឲ្យក្រុមចៅហ្នឹងរស់ស៊ីតាមអំពើចិត្តមុននឹង cyber scam នឹងផ្ទុះនៅលើឆាកអន្តរជាតិហើយឥឡូវគឺគាត់ចង់លៀងខ្លួនគឺមានការលំបាកព្រោះអីខ្ញុំឃើញថាមានករណីស្តៀងគាត់គឺ Chen Ji ត្រូវបានកាត់ទោសនៅ Brooklyn អញ្ចឹងមេធាវីរបស់អាមេរិកគេបានបើកសំណុំរឿងដើម្បីផ្ដន់ទាទោស Chen Ji ដល់មាន Chen Ji ហ្នឹងផ្ទាល់ខ្លួននៅ Brooklyn អញ្ចឹងហើយដែលអត់មានបុគ្គលដើម្បី represent ខ្លួនឯងការពារខ្លួនឯងដល់ថ្នាក់មេធាវីនៅអាមេរិកហ៊ានកាត់ក្តីថា Chen Ji ពិតជាប្រព្រឹត្តឧក្រិដ្ឋកម្មឆបោកអនឡាញប៉ះពាល់ដល់ស្ថិរភាពនិងសុវត្ថិភាពរបស់អាមេរិកមែនលោកសសខាក៏ដូចអញ្ចឹងដែរជួសចំណាយលុយ$300,000ក៏មិនអាចលៀងខ្លួនការដែរព្រោះ lobby firm នៅអាមេរិកត្រូវប្រឈមជាមួយរដ្ឋាភិបាលអាមេរិកទាំងមូលដែលគេរកឃើញផុសតាង FBI បានបង្ហាញ CIA បានបង្ហាញហើយនឹង committee របស់សភារបស់អាមេរិកហ្នឹងគឺគេរកឃើញផុសតាងអីត្រឹមត្រូវអស់ហើយគឺលៀងខ្លួនគឺពិបាកបន្តិចហើយទោះចំណាយលុយរាប់រយលានដុល្លារគឺក៏គាត់ពិបាកលៀងខ្លួនដែរបូកទាំងលោកសសខាគឺមានលោកយឹមលាក់មួយទៀតដែលជាប្អូនបង្កើតរបស់អតីតភរិយាលោកហ៊ុនម៉ាណីបាទលោកយ៉ងច័ន្ទរាបាទករណីលោកយឹមលាក់ហ្នឹងយ៉ាងម៉េចវិញលោកសាមឌីមានព័ត៌មានអ្វីចុងក្រោយបាទប្រហែលជា3ថ្ងៃមុនលោកយឹមលាក់ក៏បានជួលមេធាវីល្បីនៅរាជធានី Washington ដែរដើម្បីការពារក្តីរឿងគាត់ដែលបានអាមេរិកដែលចោទគាត់ថាពាក់ព័ន្ធនឹងការលាងលុយប្រមាណ$1.5 លានគាត់ភ្ជាប់ជាមួយបុគ្គលម្នាក់ដែលកាន់ passport ការទូតរបស់ខ្មែរហើយជា advisor ជាអ្នកគេថាជំនួយការរបស់លោកហ៊ុនម៉ាណែតហ្នឹងគឺ Benjamin Marburg ហ្នឹងគឺគេហៅ Ben Smith ហ្នឹងជាមួយលោកយឹមលាក់ហ្នឹងជាតួអង្គសំខាន់ក្នុងរឿងក្តីហ្នឹងអញ្ចឹងគេភ្ជាប់ពីរនាក់ហ្នឹងជាមួយគ្នារឿងក្តីនៅអាមេរិកនៅរាជធានី Washington ហ្នឹងហើយបន្ទាប់មកចំនួនដែលបានបង្ហាញហ្នឹងគឺក្នុងរឿងក្តីហ្នឹងគឺ$600 លានត្រូវបានរឹបអស់នៅប្រទេសថៃបូកទៅរឿងក្តីហ្នឹងហើយលោកយឹមលាក់គាត់បានជួលមេធាវីដើម្បីការពាររឿងក្តីគាត់ដើម្បីចោទថាគាត់គឺជាជនរងគ្រោះដែលអត់បានពាក់ព័ន្ធទេគឺគាត់ចង់បង្ហាញអាមេរិកដើម្បីដោះខ្លួនចេញពីការចោទប្រកាន់នោះព្រោះឥឡូវមិត្តភក្តិគាត់ Ben Smith ហ្នឹងត្រូវបាន Interpol តាមចាប់ប៉ូលីសអន្តរជាតិតាមចាប់ហើយគាត់ដឹងថាខ្លួនគាត់ក៏អត់រួចខ្លួនដែរអញ្ចឹងបានគាត់ខំជួលមេធាវីហ្នឹងដើម្បីលាងខ្លួនគាត់ពីបទការតាក់ទងជាមួយការចោទហ្នឹងក៏ប៉ុន្តែអ្វីដែលអាមេរិករកឃើញឯកសារដែលគេដាក់ប្តឹង Ben Smith ជាមួយលោកយឹមលាក់ហ្នឹងគឺគេរកឃើញថាគាត់បានលុបក្រុមហ៊ុនគាត់ទាំងប្រមាណដែលពាក់ព័ន្ធហ្នឹងចេញពីកណ្ដាស់ស្នាមធនាគារនៅស្រុកខ្មែរដូចជាក្រុមធនាគារ BIC ជាដើមហើយហិរញ្ញវត្ថុនៅស្រុកខ្មែរហ្នឹងបូកទាំងក្រុមហ៊ុនផ្សេងទៀតអញ្ចឹងហើយបានវាមានការលំបាកសម្រាប់គាត់ព្រោះឯកសារគាត់អាចលុបនៅស្រុកខ្មែរបានក៏ប៉ុន្តែផុសតាងมันអាចលុបពីអាមេរិកបានទេលោកយ៉ងច័ន្ទរាបាទអរគុណលោកអ៊ូសាមឌីលោកសាមឌីបានលើកឡើងពីករណីលោកយឹមលាក់នេះដែរហើយក៏ភ្ជាប់ទៅនឹងករណីលោកសសុខាហ្នឹងយើងចាប់អារម្មណ៍ចេះលោកអ៊ូសាមឌីនៅពេលដែលតុលាការអាមេរិកគេចាប់ផ្ដើមអ្នកខ្លះក៏ត្រូវបានផ្ដន្ទាទោសអ្នកខ្លះក៏ត្រូវបានចោទប្រកាន់ដោយករណីលោកជេនស៊ីករណីអីហ្នឹងតាមពិតតុលាការអាមេរិកហ្នឹងគឺសុទ្ធសឹងតែមាននៅភស្តុតាងរឹងមាំហើយភស្តុតាងរឹងមាំហ្នឹងបើយើងនិយាយមែនតើទៅមិនចាំបាច់ទៅរកណាឆ្ងាយទេពីព្រោះអីក្រសួងរដ្ឋាភិបាលអាមេរិកដែលបានដាក់ទណ្ឌកម្មក្រុមអស់ហ្នឹងសិតតែមានភស្តុតាងរួចអស់ទៅហើយហ្នឹងអ្វីមួយដែលយើងចាប់អារម្មណ៍ហើយខ្ញុំចង់សួរសាមឌីដែរហ្នឹងគឺថាពួកកូនចៅអ្នកធំស្រុកខ្មែរឬមួយក៏ដល់បច្ចុប្បន្នពួកគេចាប់ផ្ដើមក្លាយជាមេដឹកនាំបដានៅស្រុកខ្មែរហើយចាប់ផ្ដើមមានប្រវត្តិមិនល្អពាក់ព័ន្ធទៅនឹងរឿងឧក្រិដ្ឋកម្មឆបោកអនឡាញទោះបីជាពួកគេបដិសេធថាមិនពាក់ព័ន្ធមិនបានប្រព្រឹត្តក៏ដោយជាទូទៅគេចោទប្រកាន់ក៏គេមិនមែនចោទថាពួកអ្នកទាំងអស់គ្នានឹងទៅប្រព្រឹត្តដែរគេមិនមែនចោទថាអ្នកទាំងអស់គ្នានឹងទៅឆបោកទៅកាន់កុំព្យូទ័រចុចប៉ុបហើយទៅឆបោកលុយពីគេដែរគេមិនចោទអញ្ចឹងទេប៉ុន្តែគេបានដាក់ដោយការនៃ Prince Group ហ្នឹងគេបានដាក់ Prince Group ហ្នឹងគឺជាអង្គការឧក្រិដ្ឋកម្មឆ្លងដែនtrans ស្អីគេចេះខ្ញុំភ្លេចពីអង់គ្លេសបាទហ្នឹងហើយ
TCO បាទគេដាក់ Prince Group ហ្នឹងចូលនៅក្នុង TCO ហើយគេបានបញ្ចូលក្រុមហ៊ុនករណី Hui Won ហ្នឹងទៀតមានន័យថាលុយដែលឆក់បោកចេញមកបានបន្ទាប់មកចូលមកលៀងតាមរយៈប្រតិបត្តិការរបស់ Hui Won ហ្នឹងទៅហើយដូចឆ្មាន់លើកឡើងពីខាងមុនអញ្ចឹងថាករណី Hui Won ហ្នឹងគ្រាន់តែជាសម្បកអង្គក្រៅមើលទៅដូចក្រុមហ៊ុនហិរញ្ញវត្ថុប្រតិបត្តិការស្របច្បាប់ប៉ុន្តែពីក្រូចឆាកពួកគេជាអ្នកលៀងលុយប៉ុន្តែមន្ត្រីកម្ពុជាកម្ពុជាហ្នឹងបែរទៅជាអ្នកខ្លះក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុនបែបអញ្ចឹងខ្លះទៀតក៏ធ្លាប់ជាស្ថាបនិកបង្កើតក្រុមហ៊ុនអស់ហ្នឹងខ្លះទៀតក៏ធ្លាប់មានតំណែងល្អជាមួយពួកអ្នករុស្ស៊ីអស់ហ្នឹងអញ្ចឹងទៅហើយឥឡូវពួកគេចាប់ផ្ដើមជួលក្រុមហ៊ុនអាមេរិកដោយប្រើប្រាស់លុយដែលពួកគេមានហើយមកជួលមេធាវីអាមេរិកឲ្យធ្វើរឿងអស់ហ្នឹងអ្វីដែលខ្ញុំចង់សួរអញ្ចេះលុយទាំងអស់ហ្នឹងជាលុយដែលអត់ប្រភពយើងអត់ដឹងទេថាពីព្រោះតាមរយៈប្រាក់ខែតាមរយៈស្អីរបស់ពួកគេអស់ហ្នឹងមិនសមថាមានលទ្ធភាពរាប់សែនដុល្លារមកជួលក្រុមហ៊ុនមេធាវីអស់ហ្នឹងបានទេតើការ lobby ព្យាយាម lobby ទាំងរឿងតតាំងក្តីក្នុងតុលាការវារឿងមួយណាប៉ុន្តែរឿងមួយទៀតរឿង lobby សមាជិកសភាអាមេរិករឿង lobby ក្រុមរដ្ឋាភិបាលអាមេរិកកុំឲ្យដាក់ពួកគេក្នុងបញ្ជីដែលត្រូវដាក់ពន្ធកម្មអីហ្នឹងតើវាអាចដូចថាមានប្រសិទ្ធភាពជាក់លាក់ដែរទេនៅពេលដែលលុយរបស់ពួកគេហ្នឹងបើសិនជាតាមរបាយការណ៍នានាវាមានពាក់ព័ន្ធទៅនឹងពួកអក្រិតជនអញ្ចឹងណាហើយដល់ពេលអក្រិតជនអស់ហ្នឹងគេចាត់ថ្នាក់ថាជាពួកក្រុម TCO ហើយពួកអង្គការអក្រិតកម្មឆ្លងដែនហើយតើពិតជាដូចថាសមាជិកសភាអាមេរិកឬមួយក៏អ្នកមុខអ្នកការអាមេរិកហ្នឹងហ៊ានលូកដៃចូលជួយរឿងហ្នឹងទេនៅពេលដែលលុយអស់ហ្នឹងគឺជាលុយដែលអត់ដឹងប្រភពច្បាស់លាស់អាចទំនងជាលុយបានមកពីអក្រិតជនឆបោកអនឡាញដែលមានតំណែងជាមួយពួកអ្នកធំស្រុកខ្មែរហ្នឹងតាំងពីដើមមកផងមកហ្នឹងតើពួកគេអាចហ៊ានលូកដៃចូលជួយរឿងហ្នឹងទេមើលទៅសាមទីបាទខ្ញុំគិតថាសភាអាមេរិកឥឡូវគឺវាមិនមែនជាបញ្ហារបស់អាមេរិកដែលត្រូវជួយពួកចៅនៅស្រុកខ្មែរដូចជាលោកសោសខាយហ្នឹងគាត់អាចយកលុយទៅជួយគេទៅជួលក្រុមហ៊ុន lobby មែនក៏ប៉ុន្តែខ្ញុំជឿថាសភាអាមេរិកគឺខុសពីមុនហើយអ្វីក៏ខ្ញុំហ៊ាននិយាយជាងលោកច័ន្ទតារាប្រហែលជាឆ្នាំមុនខ្ញុំឃើញរបាយការណ៍មួយពី FARA មានន័យថាអាមេរិកខ្ញុំសរសើរត្រង់ថាបើសិនជាមានរដ្ឋាភិបាលក្រៅពីសហរដ្ឋអាមេរិកមក lobby សភាអាមេរិកគឺត្រូវបង្ហាញกระดาษស្នាមជាសាធារណៈឲ្យប្រជាពលរដ្ឋអាមេរិកដឹងថាតើចម្លើយលុយប៉ុន្មានគម្រោងអ្វីខ្លះជួបអ្នកណាខ្លះនៅក្នុងគម្រោងហ្នឹងវាត្រូវបង្ហាញ proposal ទាំងអស់ខ្ញុំធ្លាប់ឃើញឯកសារមួយគឺទូតខ្មែរប្រចាំរាជធានី Washington ជួលបុគ្គលម្នាក់ឈ្មោះ Don Benton ដែលធ្លាប់ជាគេថាមិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់លោក Donald Trump រាល់ថ្ងៃហ្នឹងដែលគាត់ឡើងធ្វើប្រធានាធិបតីមុនដំបូងមកអស់ហ្នឹងប្រហែលជាឆ្នាំ2016ហ្នឹងគឺគាត់ធ្លាប់ជារដ្ឋមន្ត្រីក្រសួងសុខាភិបាលឥឡូវគាត់លែងជាមន្ត្រីក្រសួងរដ្ឋាភិបាលហើយសុខាភិបាលហើយគឺគាត់ជាមន្ត្រីអត់មានតំណែងអីសោះនៅរដ្ឋបាលលោក Donald Trump អញ្ចឹងហើយគាត់បើកក្រុមហ៊ុនមួយដែលជាក្រុមហ៊ុន lobby ដែលទូតខ្មែរច្រើនតែជួលនឹងចំណាយលុយដូចគ្នាលោកយ៉ងច័ន្ទរាទូតខ្មែរបានសញ្ញាកុងត្រាប្រហែលជា$10,000ជាងដើម្បី lobby ឲ្យលោក Don Benton ប្រើតំណែងទំនងគាត់នៅជុំវិញលោក Donald Trump ហ្នឹងដើម្បីឲ្យទៅលេងស្រុកខ្មែរលោកស្រីម្នាក់ដែលគាត់ជាតំណាងរាស្ត្រនៅTexasឈ្មោះ Van Dyne គឺគាត់បានទៅលេងស្រុកខ្មែរម្ដងមែនយើងអាចរកវីដេអូឃ្លីបនៅក្នុង YouTube ខ្ញុំជឿថាអាចចេញព្រោះខ្ញុំឃើញគាត់ទស្សនកិច្ចប្រហែលឆ្នាំមុនគឺគម្រោងគឺត្រូវធ្វើម៉េចឲ្យអ្នកដែលមានឥទ្ធិពលនៅអាមេរិកហ្នឹងខាងលោក Donald Trump Republican ហ្នឹងទៅលេងស្រុកខ្មែរហើយបង្ហាញរូបភាពថាអាមេរិកឈរជាមួយនៅស្រុកខ្មែរក៏ប៉ុន្តែចាប់ផ្ដើមពីរឿង scam online នឹងផ្ទុះមួយឆ្នាំជាងហ្នឹងមកគម្រោងហ្នឹងក្នុងគម្រោងហ្នឹងគឺត្រូវធ្វើម៉េចឆ្នាំហ្នឹងខែ1ត្រូវអញ្ជើញលោកស្រីវ៉ាន់ដៃមកសារទៀតមកលេងស្រុកខ្មែរដើម្បីឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតនឹងបោកប្រជាពលរដ្ឋខ្មែរថាអាមេរិកនៅតែមានតំណែងតំណងចិត្តស្និទ្ធជាមួយប្រទេសកម្ពុជាជាមួយគាត់ប៉ុន្តែខ្ញុំបានសង្កេតមើលថាវ៉ាន់ដៃលោកស្រីវ៉ាន់ដៃដែលតំណាងរាស្ត្ររដ្ឋតិចសាសហ្នឹងអត់បានទៅលេងស្រុកខ្មែរទីគឺគេស្អប់ខ្ពើមរដ្ឋាភិបាលលោកហ៊ុនម៉ាណែតដែលជារដ្ឋាភិបាលជួយចោលហ្នឹងស្ថាបត្យកម្មអនឡាញហ្នឹងគឺគេស្អប់ខ្ពើមគេបាននាំ delegate នាំតំណាងគេទៅស្រុកខ្មែរទេនេះបង្ហាញថាលុយ$10,000ដែលទូតខ្មែរនៅរាជធានី Washington បានចំណាយទៅលើក្រុមហ៊ុន lobby លោក Don Benton ដែលជាប្រធានក្រុមហ៊ុន lobby ដែលនៅរាជធានី Washington ហ្នឹង lobby យ៉ាងម៉េចក៏ដោយក៏នៅអត់មានតំណាងរាស្ត្រសហរដ្ឋអាមេរិកខាង Republican បានទៅទស្សនកិច្ចស្រុកខ្មែរដែរអញ្ចឹងហើយបានខ្ញុំហ៊ានអះអាងថាលោកសសខាចំណាយលុយ$300,000លុយចោលដែលមកជួល
ក្រុមហ៊ុន lobby ដើម្បីលាងឈ្មោះគាត់ហ្នឹងគឺអត់បានជោគជ័យទេព្រោះអីជំហានទី1គឺគេអត់ចង់លូកដៃប្រឡូកប្រឡាក់ជាមួយក្រុមចៅនៅស្រុកខ្មែរហើយគេដឹងថាបើត្រឹមជាប្រាក់ខែលោកសោសខាទើបតែបានកាន់តំណែងមិនដល់មួយអាណត្តិផងហ្នឹងមានលុយដល់$300,000ជួលក្រុមហ៊ុន lobby firm ដើម្បីមកការពារក្តីគាត់ហើយជួយលាងឈ្មោះគាត់គឺគេមិនអាចដឹងថាលុយហ្នឹងចេញពីប្រភពណាទេលោកយ៉ងច័ន្ទរាអានេះហើយដែលផុសតាងដែលបង្ហាញនៅលើគោកដែលយើងឃើញបាទអរគុណលោកសាមឌីចំណុចនេះក៏យើងឃើញទាំងអស់គ្នាដែរថាករណីឧក្រិដ្ឋកម្មអនឡាញនេះដូចជារឿងធំហើយជាវាពាក់ព័ន្ធផ្ទាល់តែម្ដងទៅនឹងប្រជាជនអាមេរិកហើយដូច្នេះហើយបានជាវាអាចលក្ខណៈថាខុសពីករណីមុនករណីនៅពេលដែលលោកហ៊ុនសែនគាត់រំលាយប្រជាធិបតេយ្យគាត់កំទេចគណៈបកប្រឆាំងគាត់អីហ្នឹងទៅក៏ចាប់ផ្ដើមមានសេចក្តីស្នើច្បាប់រឿងសិទ្ធិមនុស្សរឿងអីហ្នឹងណាហ្នឹងយើងនៅចាំទាំងអស់គ្នាប៉ុន្តែសេចក្តីស្នើច្បាប់ខ្លះហ្នឹងគឺដូចថាมันអាចធ្វើទៅបានទេវាពីព្រោះខ្ញុំធ្លាប់បានជជែកជាមួយអ្នកស្រីធិតកំហ៊ុនកាលពីប្រហែលសប្តាហ៍មុនដែរគឺអាកម្រិតឬមួយក៏ទំហំផលប៉ះពាល់ហ្នឹងជួនកាលវាមានដែរប៉ុន្តែវាមានក្នុងកម្រិតតិចតួចបើពាក់ព័ន្ធនឹងអាមេរិកប៉ុន្តែករណីឆបោកអនឡាញនេះគឺវាប៉ះពាល់ធំហើយប្រជាជនអាមេរិកខ្លួនឯងនេះគឺចាញ់បោកពួក scam អនឡាញហ្នឹងច្រើនណាស់គ្រាន់តែក្នុងឆ្នាំ2024គេប៉ាន់ស្មានថាប្រជាជនអាមេរិកហ្នឹងបាត់បង់លុយតាមរយៈការឆបោកហ្នឹងរហូតដល់យ៉ាងហោចណាស់$10,000,000,000ជាងហើយយើងមិនដឹងថាក្នុង2025 2026ហ្នឹងគាត់បាត់បង់ប៉ុណ្ណាហើយហ្នឹងតែក្នុងករណីប្រជាជនអាមេរិកណាចុះប្រជាជនមកភពផែនដីទាំងមូលប្រមាណជាង100ប្រទេសជិត200ប្រទេសនឹងមិនដឹងប្រទេសណាខ្លះដែលរងគ្រោះពីការឆបោកហើយអាហ្នឹងលុយដែលពួកគេឆបោកចុះអាលុយដែលពួកគេចាប់ចម្រិតមនុស្សប្រខាំងមនុស្សនៅតាមទីតាំងឆបោកអស់ហ្នឹងអញ្ចឹងអាទំហំហ្នឹងវាផលប៉ះពាល់ហ្នឹងវាធំធេងមែនតើណាបានជាសហរដ្ឋអាមេរិកនេះគេយកចិត្តទុកដាក់ខ្លាំងហើយចំណុចមួយទៀតសាមឌីក៏បានលើកឡើងដែរបញ្យល់ដែរអំពីរឿងថាក្រមមេដឹកនាំកម្ពុជាហាក់ដូចជាកំពុងតែចង់លុបលាងកេរ្តិ៍ឈ្មោះហើយស្ដារមុខមាត់របស់ខ្លួនណាដូច្នេះហើយឲ្យតែមានមន្ត្រីបរទេសអីណាទៅស្រុកខ្មែរហ្នឹងគេចាប់ផ្ដើមបង្ហាញចាប់ផ្ដើមមើលឲ្យមើលឃើញថាស្រុកខ្មែរហ្នឹងល្អទេអីចឹងទេករណីខ្លះរហូតដល់គួរឲ្យចង់សើចសាមឌីប្រហែលជាឃើញហើយករណីខ្លះបុគ្គលសាមញ្ញធម្មតាសម្បត្តិត្រឹមអ្នកកសែតអីធម្មតាសោះនៅស្រុកនៅទៅពីអាមេរិកនេះទៅក៏ខ្លាយទៅជាបុគ្គលដែលអស្ចារ្យគេព្យាយាមប្រម៉ូទព្យាយាមបង្ហាញថាបុគ្គលនឹងដូចថាទៅឃើញប្រទេសកម្ពុជានឹងរីកចម្រើនជឿនលឿនអីហ្នឹងដូចថាឥឡូវហ្នឹងក្នុងសហភាពឥឡូវហ្នឹងឲ្យតែល្អអីតែបន្តិចបន្តួចក៏រដ្ឋាភិបាលនៅភ្នំពេញហ្នឹងគាត់ព្យាយាមបង្ហាញថាអូកម្ពុជាហ្នឹងគឺមានសុខសន្តិភាពពេញលេញមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យអីសពបែបយ៉ាងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចទាំងពីរអីចឹងទៅគឺទម្រង់ហ្នឹងគឺយើងឃើញបែបតែអញ្ចឹងហ្មងគឺថាឲ្យតែមានអីបន្តិចបន្តួចអញ្ជើសាមឌីត្រឡប់ទៅខ្មែរដែរមើលបងសាមឌីល្បីពេញហ្នឹងឡើងហ្នឹងគឺថាឥឡូវប្រមុខដឹកនាំស្ថាប័នជាតបតៃសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ត្រឡប់ទៅខ្មែរទៅធ្វើទស្សនកិច្ចនៅខ្មែរមិនដឹងបាក់ទឹកបាក់ដីប៉ុណ្ណាទេបាទខ្ញុំអាចទៅសេផុសក្នុង Facebook ថាខ្ញុំសឹងថាស្រក់ទឹកភ្នែកដែលឃើញព្រះបរិមាដ៏ធំមួយនៅពលានសម្ដេចតេជោពេលដែលចុះពីលើយន្តហោះទៅបាទដូចតែបុគ្គលម្នាក់ទៅលេងស្រុកខ្មែរបាទប៉ុន្តែទៅមិនបានឥឡូវជាប់ក្នុងដីកាតុលាការបាត់ហើយហ្នឹងជាប់ក្នុងសំណុំរឿងអីណាចឹងទៅបាត់ហើយហ្នឹងហើយវារឿងច្រើនដែលយើងសង្កេតឃើញហើយអ្វីដែលខ្ញុំចង់បញ្ចប់ចុងក្រោយមិញហ្នឹងគ្រាន់តែថារដ្ឋាភិបាលហ្នឹងព្យាយាមលាងគ្រប់រូបភាពទាំងអស់លាងថាមិនពាក់ព័ន្ធទេលាងថាការដឹកនាំហ្នឹងគឺត្រឹមត្រូវស្របច្បាប់អីចឹងទៅហើយចាប់ផ្ដើមរមធ្យោបាយរដំណោះស្រាយអីនាហើយតាមពិតដំណោះស្រាយជាច្រើនដែលយើងធ្លាប់បានសម្ភាសន៍អ្នកជំនាញជាច្រើនរូបមកហ្នឹងគឺចំណុចចាប់ផ្ដើមហ្នឹងគេចង់ផ្ដោតសំខាន់ទៅលើរឿងរូបរួមជាតិទេនៅពេលដែលរដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតបើកឲ្យមានលំហសិទ្ធិមនុស្សលំហប្រជាធិបតេយ្យជាពិសេសបើកឲ្យមានសេរីភាពផ្នែកនយោបាយមានការប្រកួតប្រជែងពេញលេញទៅការបោះឆ្នោតនៅពេលខាងមុខនោះវាមានលក្ខណៈសេរីត្រឹមត្រូវយុត្តិធម៌ទៅបើសិនជាគាត់ឈ្នះគឺគាត់នឹងមានភាពស្របច្បាប់ឬមួយក៏ភាសាខ្មែរគេហៅធម្មានុរូប legitimacy ហ្នឹងត្រឹមត្រូវជាលក្ខណៈអន្តរជាតិពេលហ្នឹងហើយគឺចំណុចចាប់ផ្ដើមនៃការដោះស្រាយបញ្ហាជាតិជាច្រើនគឺនឹងធ្វើនៅតាមក្រោយទៀតអាចនឹងមានលទ្ធផលល្អជាងនឹងប៉ុន្តែនៅពេលដែលរបបដឹកនាំរបស់គាត់នឹងខ្វះនៅភាពស្របច្បាប់ឬមួយក៏ legitimacy នឹងវាធ្វើឲ្យការដោះស្រាយបញ្ហាជាច្រើននឹងអត់អាចធ្វើទៅមុខបានសោះហើយករណី cyber scam ហ្នឹងក៏ដូចគ្នាដែរគឺបើទោះបីជាគាត់ព្យាយាមលៀងយ៉ាងណាគាត់ព្យាយាមបញ្យល់យ៉ាងណាកាន់តែនិយាយគឺកាន់តែខុសពីព្រោះការនិយាយរបស់គាត់មានលាក់គំនួចនៅក្នុងនឹងច្រើនណាស់ដូចសម្រងសម្ដីគាត់2 3ដែលយើងចាក់ផ្សាយបាញ់មិញហ្នឹងគឺលាក់គំនួចគ្រប់កលុកកលៀបទាំងអស់គាត់អត់និយាយដោយសុចរិតដោយបង្ហាញបេះដូងនឹងថាអូខេវាអញ្ចឹងមែនវាអីមែនត្រូវចាប់ផ្ដើមធ្វើអីជាច្រើនហើយរឿងមួយដែលប្រជាពលរដ្ឋខ្មែរក៏ជាសាកសីដែរហ្នឹងមកដល់ម៉ោងនេះពួកមេអក្រិតជនធំដែលមានសញ្ជាតិខ្មែរដែលរស់ស៊ីនៅខ្មែរអីនៅខ្មែររាប់សិបឆ្នាំបាត់ល្មើសដែលប្រព្រឹត្តនៅខ្មែរចាប់ដកសញ្ជាតិបញ្ជូនទៅចិនចាប់ដកសញ្ជាតិបញ្ជូនទៅចិនយល់គឺបញ្ជូនចេញអស់ហ្មងបញ្ជូនពួកមេអក្រិតជននឹងចេញអស់តែម្ដងហើយចាប់ដើមសម្រួលស្ថានភាពនៅក្នុងស្រុកចាប់ដើមលោកហ៊ុនម៉ាណែតគាត់បាននិយាយមុនពីប្រហែលថ្ងៃមុននឹងដែរគាត់ថាយើងឃើញយើងមានការបដិញ្ញាចិត្តយើងបង្កើតគណៈកម្មការដឹកនាំដោយអាយដាមសសុខាដឹកនាំដោយអ្នកនេះនោះបង្កើតច្បាប់កើតអីហ
ហើយចុះអាយដាមសសុខាហ្នឹងក៏គាត់មានឈ្មោះក្នុងបញ្ជីស្នើដាក់ទណ្ឌកម្មដែរហ្នឹងគាត់មានពាក់ព័ន្ធនឹងក្រិតជនឯណាដែរហ្នឹងអាហ្នឹងតាមរបាយការណ៍នានាណាដូច្នេះអ្វីដែលកំពុងធ្វើហ្នឹងវាទៅអត់ឆ្ងាយអំពីរឿងបោកប្រជាពលរដ្ឋបន្លំផ្នែកប្រជាពលរដ្ឋប៉ុន្តែបញ្ហាគោលហ្នឹងគឺអត់ដោះស្រាយបានទេដូច្នេះតើសាមរីមានអ្វីចង់បញ្ចប់ជាចុងក្រោយទាក់ទងទៅនឹងរឿងឧក្រិដ្ឋកម្មអនឡាញនេះបាទខ្ញុំជាចង់បញ្ចប់ខ្ញុំគិតថាឈប់ចំណាយលុយខ្ជះខ្ជាយដែលពួកគាត់បោកប្រជាពលរដ្ឋខ្មែរនិងជនស្លូតត្រង់ជុំវិញពិភពលោកដើម្បីយកមកលៀងខ្លួននៅសហរដ្ឋអាមេរិកទៅជួលក្រុមហ៊ុន lobby $300,000 $400,000អីហ្នឹងគឺมันអាចលៀងខ្លួនបានទេព្រោះវាយឺតពេលហើយបើចង់ធ្វើពេលដែលក្រុមហ៊ុនស្ថាប័ន Amnesty ស្អីគេនោះតាមលោកហ៊ុនម៉ាណែតនិយាយគេឲ្យដំណោះស្រាយប្រហែលឆ្នាំមុនដើម្បីដោះស្រាយបញ្ហាគឺត្រូវតែដោះស្រាយ4ឆ្នាំមុនមិនមែនទើបតែឥឡូវគេតាមទាន់បានទៅដោះស្រាយទេគឺយឺតពេលហើយប៉ុន្តែនៅរាជធានី Washington សូមកុំភ្លេចថាយើងក៏មានទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលនិងតំណាងរាស្ត្រនៅរាជធានី Washington ដែរគឺពួកគេបានប្រាប់យើងថាអ្វីដែលពួកគាត់ធ្វើនេះគឺมันអាចបន្លំរដ្ឋាភិបាលអាមេរិកបានទេលោកយ៉ងច័ន្ទអារ៉ាគេលែងជឿហើយផុសតាងគេសន្សំមក 4-5 ឆ្នាំ FBI គេបានប្រមូល 4-5 ឆ្នាំមកល្មមតែកាត់ក្តីបុគ្គលមួយហ្នឹងអាមេរិកគេមិនចេះតែកាត់ក្តីដូចតឡាការស្រុកខ្មែរកាត់ក្តីប្រជាពលរដ្ឋស្លូតត្រង់ទេបន្តិចក្បត់ជាតិបន្តិចធ្វើចលាចលសង្គមបន្តិចទៅងើបមួយវាយមួយគេមិនកាត់ក្តីនៅស្រុកខ្មែរទេគឺគេប្រមូលផុសតាំងបានច្បាស់លាស់ណាស់លោកយ៉ងច័ន្ទអារ៉ាអញ្ចឹងឈប់ចំណាយលុយតាំងប្រមាណមកជះនៅលើអាមេរិកទៅគឺมันអាចបោកអាមេរិកបានទេបាទរឿងដែលសំខាន់មួយទៀតលោកអូសាមឌីយើងបានឃើញទាំងអស់គ្នានៅក្នុងសេចក្តីប្រកាសដាក់ទណ្ឌកម្មរបស់ក្រសួងរដ្ឋាភិបាលអាមេរិកថ្មីហ្នឹងណាចំពោះបណ្ដាញក្រុមហ៊ុននានាហើយនិងបុគ្គលមួយចំនួនដែលជាដៃជើងរបស់ពួក Prince Group TCO ហ្នឹងណាបណ្ដាញប្រតិកម្មឆ្លងដែនអនឡាញរបស់ Prince Group ហ្នឹងគេនិយាយច្បាស់តែម្ដងបុគ្គលណាក៏ដោយជនជាតិអាមេរិកក៏ដោយជនជាតិបរទេសក៏ដោយឲ្យតែមានការពាក់ព័ន្ធនានានៅក្នុងពេលដែលអាមេរិកបានដាក់ទណ្ឌកម្មនឹងហើយគឺពួកគេនឹងប្រឈមទៅនឹងបណ្ដឹងរដ្ឋបវេនីឬមួយក៏បណ្ដឹងព្រហ្មទណ្ឌទៀតអាហ្នឹងគឺជាគេការ borderline មួយជាការកំណត់ព្រំដែនមួយថាអ្នកឯងទាំងអស់គ្នាអ្នកណាក៏ដោយមនុស្សលើភពផែនដីនេះឲ្យតែហ៊ានពាក់ព័ន្ធឲ្យតែហ៊ានមានប្រតិបត្តិការឯណាមួយជាមួយបណ្ដាញដែលអាមេរិកដាក់ទណ្ឌកម្មហ្នឹងគឺថាពួកគេនឹងប្រឈមលើបណ្ដឹងហ្នឹងទាំងអស់ផ្ទុយទៅវិញអាមេរិកបើកផ្លូវចេះទៅវិញបើសិនជាប្រជាពលរដ្ឋអាមេរិកណាក៏ដោយប្រជាពលរដ្ឋប្រទេសណាក៏ដោយដែលមានព័ត៌មានស្ដីពីការផ្ដល់ឲ្យអាមេរិកនឹងស្ដីពីឧក្រិដ្ឋកម្មអនឡាញហើយឈានទៅដល់ការរឹបអូសទ្រព្យសម្បត្តិបុគ្គលឬមួយក៏ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការឆបោកអនឡាញចាប់ពីលើសពី$1 លានឡើងទៅអាហ្នឹងគឺគេឲ្យរង្វាន់គេផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អ្នកទាំងអស់ហ្នឹងទៀតដូច្នេះហើយអាមេរិកបានដាក់ចេញនូវចំណាត់ការបែបនេះច្បាស់ណាស់ហើយរឿងគេរឿងអង្គការ Amnesty International បាញ់មិញហ្នឹងខ្ញុំជាចង់សើចដែររឿងគាត់ថាស្អីគេនោះហ្នឹងព្រោះអី Amnesty International មិនចេះតែធ្វើរបាយការណ៍បែបហ្នឹងណាមន្ត្រីរបស់ Amnesty International ហ្នឹងពេលដែលគេចេញរបាយការណ៍រឿង scam online ហ្នឹងគេទៅជួបជាមួយនឹងជនរងគ្រោះដែលត្រូវគេបង្ខាំងរាប់សិបនាក់គេទៅជួបមន្ត្រីមូលដ្ឋានគេយករបាយការណ៍នានាពាក់ព័ន្ធគេយកទាំងរបាយការណ៍របស់រដ្ឋាភិបាលទៀតមកសង្យកមុននឹងចេញរបាយការណ៍ស៊ើបអង្កេតស្រាវជ្រាវដែលមានលក្ខណៈពេញលេញគ្រប់គ្រាន់បែបនេះមិនមែនគេនៅទីណាមួយដូចលោកហ៊ុនម៉ាណែតលោកហ៊ុនសែនធ្លាប់និយាយថាឯងនៅ10000 គីឡូ 1000 គីឡូពីស្រុកខ្មែរដឹងនោះដឹងទេមិនមែនអញ្ចឹងទេគេមានរបៀបនៅក្នុងការសិក្សាស្រាវជ្រាវរបស់គេហើយគេចុះទៅដល់ទីតាំង scam compound ទាំងអស់ហ្នឹងតែម្ដងរបាយការណ៍មួយដែលចេញកាលពីឆ្នាំមុនរបស់ Amnesty ហ្នឹងគេប្រើពេលស៊ើបអង្កេតរហូតដល់ទៅ75 ឆ្នាំដល់ពេលអញ្ចឹងទៅបានគេហ៊ានចេញរបាយការណ៍ដែលមានលក្ខណៈត្រឹមត្រូវគ្រប់ជ្រុងជ្រោយបែបហ្នឹងគេមិនមែនចេះតែនឹកឃើញទេហ្នឹងគឺជាចំណុចដែលខ្ញុំចង់បិទបញ្ចប់ហើយយើងនឹងឲ្យសាមឌីអរគុណច្រើនមែនទែនដែលចូលរួមក្នុងកម្មវិធីយើងនៅយប់នេះអ្វីដែលយើងជជែកគ្នានេះគឺពាក់ព័ន្ធទៅនឹងរឿងឧក្រិដ្ឋកម្មអនឡាញហើយវាមានប្រយោជន៍ច្រើនសម្រាប់អ្នកស្ដាប់ដើម្បីឲ្យយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីមូលហេតុអំពីឫសគល់នៃរឿងឧក្រិដ្ឋកម្មឆបោកអនឡាញហើយនឹងអំពីអាចពាក់ព័ន្ធទៅនឹងជោគវាសនារបស់ជនមួយចំនួនដែរដែលមានពាក់ព័ន្ធនឹងរឿងឧក្រិដ្ឋកម្មអនឡាញហ្នឹងដូច្នេះយើងនឹងបន្តតាមដានទៀតហើយយើងនឹងអាចជួបសាមឌីនៅក្នុងឱកាសក្រោយទៀតមកដល់ពេលនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា